ថ្ងៃទី5ខែតុលាឆ្នាំ2025បងអែមលៀងមាត់រាត្រីនេះក៏ដោយរាត្រីមុនដែរគឺរៀងយប់ជ្រៅបន្តិចហើយបងប្អូនទទួលទានជាតិស្ករពេលមុនទទួលទានដំណេកបែបនេះប្រហែលជាស្រួលទេដូច្នេះមកផ្ទះថ្នោតនេះគឺនឹងជូនតាមសំណូមពរទេក៏ប៉ុន្តែយើងមានព័ត៌មានច្រើនដែលនឹងជម្រាបជូនបងប្អូននៅក្នុងរាត្រីដ៏សែនមនោរម្យនេះហើយពេលនេះគឺនៅឯប្រទេសកម្ពុជាម៉ោង9កន្លះទៅហើយខ្វះតែ2នាទីទៀតទេម៉ោង9កន្លះព្រោះម៉ោង9:20សន្ទុះ9:28នាទីព័ត៌មានដែលខ្ញុំនឹងជម្រាបជូនបងប្អូនថ្ងៃនេះគឺមានច្រើនរឿងទី1គឺតាក់ទងនឹងសេចក្តីរាយការណ៍របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិលោកវិទិតមន្តភ័ណ្ឌដែលថ្លែងនៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិកាលពីម្សិលមិញនៅតែទន្ទិញឲ្យប្រទេសកម្ពុជាស្ដារសិទ្ធិមនុស្សនិងប្រជាធិបតេយ្យឡើងវិញហើយមានផែនការលម្អិតផងដើម្បីធ្វើឲ្យស្ថានភាពប្រទេសកម្ពុជានេះមានភាពល្អប្រសើរជាងមុនតើសាររបស់លោកវិទិតមន្តភ័ណ្ឌនេះគឺមានន័យយ៉ាងដូចម្ដេចសម្រាប់ប្រទេសកម្ពុជាយើងកំពុងតែមានបញ្ហាគ្នាជាមួយប្រទេសថៃផងអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិដែលជាជនជាតិថៃរូបនេះក៏នៅតែមិនបានរកឃើញអំពីចំណុចល្អអ្វីសោះពីប្រទេសកម្ពុជាហើយនឹងទាមទារឲ្យស្ដារសិទ្ធិមនុស្សនិងប្រជាធិបតេយ្យឡើងវិញលំហសេរីភាពបរិស្ថានផ្សេងហ្នឹងហើយក៏មានស្នើឲ្យមានផែនការលម្អិតតាក់ទងនឹងការស្ដារសិទ្ធិមនុស្សនិងប្រជាធិបតេយ្យឡើងវិញតើរឿងនេះគឺវាកើតឡើងទើបតែមានក្រោយការផ្ទុះអាវុធនៅឯព្រំដែនខ្មែរថៃឬក៏រឿងកើតយូរហើយបាទខ្ញុំនឹងជម្រាបជូនលម្អិតតាក់ទងនឹងរឿងនេះហើយនៅក្នុងពេលជាមួយគ្នានេះក៏មានជំហរពីខាងប្រទេសអង់គ្លេសក៏គាំទ្រជំហររបស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជានេះដែរតើជំហររបស់ចក្រភពអង់គ្លេសគេនិយាយអីអំពីរឿងសិទ្ធិមនុស្សនិងប្រជាធិបតេយ្យនៅកម្ពុជាគេចង់បានអីពីយើងដែរតើគេចង់បំផ្លាញយើងឬក៏គេចង់លើកទឹកចិត្តឲ្យយើងស្ដារសិទ្ធិមនុស្សនិងប្រជាធិបតេយ្យឡើងវិញរឿងទី2គឺតាក់ទងនឹងយោធាជើងគោកកម្ពុជាថារឿងព្រៃច័ន្ទនិងភូមិជោគជ័យនេះគឺជារឿងស្មុគស្មាញខ្លាំងមែនតើដែលគួរទុកឲ្យគណៈកម្មាធិការព្រំដែនខ្មែរថៃចម្រុះ JBC ជាអ្នកសម្រេចវិញជាងសម្រេចនៅក្នុងពេលនេះដែលអាចនឹងមិនបានរលូនអញ្ចឹងទី2គឺបន្ទាប់ទៀតដំណឹងទី3គឺតាក់ទងនឹងថ្ងៃដែលកំណត់រុះរើតំបន់ព្រៃច័ន្ទនិងភូមិជោគជ័យកាន់តែគៀកចិត្តមកដល់វាកាន់តែធ្វើឲ្យខ្វល់ដល់ប្រជាពលរដ្ឋទាំងសងខាងអាចនឹងមានអំពើហិង្សាកើតឡើងដោយយថាហេតុណាមួយហើយខ្ញុំនឹងលើកឡើងថាហេតុអីបានជាកើតជាអំពើហិង្សាកើតទៀតបើសិនជាកម្ពុជារក្សាភាពអត់ធ្មត់ទៅហើយនោះតើអំពើហិង្សាអ្នកណាជាអ្នកបង្កើតបាទឯរឿងទី4គឺតាក់ទងនឹងអាជ្ញាធរមីនបានបកស្រាយថាគម្រោងដោះមីនមិនជាប់នឹងឬក៏មិននៅជិតព្រំដែនកម្ពុជាថៃដោយការភ័យរបស់ប្រជាពលរដ្ឋទេហេតុអីបានជាអាជ្ញាធរមីនត្រូវការបំភ្លឺរឿងនេះនៅពេលដែលប្រតិកម្មពីសាធារណជនទូទៅនឹងថានៅពេលដែលយើងដោះមីនគឺដូចជាការដែលទៅបាចអាប្រាក់ដួងនៅក្នុងអាព្រៃរស័យឆ្ការស័យអារឿងបញ្ហាលំបន់លង្វែកនេះនឹងលងដួងចិត្តប្រជាពលរដ្ឋឲ្យដូចនៅក្នុងសម័យអតីតកាលទៀតហើយព្រោះថៃកំពុងតែសម្ោចក្នុងខោបែបនេះហើយសັບតែមានរឿងត្រូវសម្អាតមានសម្អាតអីតាមខេត្ត6នៅជាប់ព្រំដែនឥឡូវនេះតើអាជ្ញាធរមានបកស្រាយយ៉ាងម៉េចអំពីគម្រោងសម្អាតមីនហ្នឹងតើវាពាក់ព័ន្ធនឹងអ្វីដែលជាសំណើរបស់យោធាថៃដែរឬទេហើយហេតុអីបានជាព័ត៌មានពេលនេះនាំគ្នាឈឺក្បាលហាលថ្ងៃគ្រប់គ្នាដោយសារតែរឿងដោះមីនហ្នឹងមិនមែនជារឿងថ្មីផងហ្នឹងយើងដោះមីន30-40ឆ្នាំមកហើយនោះបាទរឿងនេះក៏ខ្ញុំនឹងជម្រាបជូនលម្អិតនៅក្នុងការផ្សាយបន្តិចទៀតនេះដែរហើយបន្ទាប់មកទៀតគឺតាក់ទងនឹងយោធាថៃសម្រុកផែនការរបស់ខ្លួនគឺសង់របងនៅតាមព្រំប្រទល់ខ្មែរថៃដោយថៃអះអាងថាដើម្បីការពារសុវត្ថិភាពឆ្លងដែនខុសច្បាប់ក៏ប៉ុន្តែការសង់របងនេះមែនតើគឺជាសិទ្ធិសម្រេចរបស់ថៃក៏ពិតមែនហើយប៉ុន្តែហេតុអីបានសង់នៅពេលហ្នឹងហើយហេតុអីបានជាថៃធ្វើបាបផ្លូវចិត្តរបស់រដ្ឋាភិបាលកម្ពុជានិងប្រជាពលរដ្ឋខ្មែរខ្លាំងមកម្ល៉េះនៅពេលដែលខ្លួនទន្ទ្រានយកមកដីខ្មែរស្ទើរគ្រប់កន្លែងមិនអស់ចិត្តហើយឥឡូវនេះមកយកលបងយកអីមកសង់ជារបៀបបេតុងឬក៏អីផ្សេងទៀតហ្នឹងថាតើនឹងធ្វើឲ្យស្ថានភាពព្រំដែនហ្នឹងវាកាន់តែល្អកកយូរដល់ប៉ុណ្ណាទៀតហើយព័ត៌មានបន្ទាប់ទៀតគឺតាក់ទងនឹងពលរដ្ឋថៃផ្អើលគាំទ្រឲ្យលុប
អនុសារណៈនៃការយោគយល់គ្នា MOU ឆ្នាំ2000នឹងចោលទៅក៏ប៉ុន្តែនៅក្នុងពេលជាមួយគ្នានឹងពលរដ្ឋថៃភាគច្រើនដែលនាំគ្នាគ្រប់គ្រងអជ័យធ្លាក់ទឹកហើយអើតាមគ្នាឲ្យលុបហ្នឹងអត់ដឹងថា MOU 2000នឹងជាស្អីផងទេអត់យល់ក៏ប៉ុន្តែពេញចិត្តឲ្យលុបដូចជាថាថៃទៅថាខ្មែរយើងទៅអជ័យធ្លាក់ទឹកហើយឥឡូវថៃហ្នឹងក៏ណាស់ដែរហ្នឹងគឺថាស្របតាមគ្នាឲ្យតែរឿងព្រំដែនហ្នឹងគឺជាតិនិយមជ្រុលទាំងចឹងតែម្ដងបាទចេះតែនាំគ្នាថាលុបក៏លុបទៅអាគេលុបដើម្បីអីអត់អីឬគេថាលុបទៅល្អតែខ្លួនបានអានខ្លួនបានយល់ខ្លួនបានដឹងអីទាំងអស់អានេះឲ្យខ្ញុំជឿថាមួយយ៉ាងម្នាក់ទេខ្ញុំថាថៃក៏មិនក្រាន់បើស្អីដែរចុងក្រោយគឺតកតងនឹងញត្តិរបស់សមាគមគ្រូបង្រៀនដែលគ្រូបង្រៀនឯករាជ្យកម្ពុជានៅថ្ងៃនេះដែលស្នើច្រើនចំណុចបានដាក់ដល់ដៃអាជ្ញាធរទៅហើយក៏ប៉ុន្តែនៅឡើយតែលទ្ធផលនឹងមិនដឹងបានយ៉ាងណាទេឬក៏បានតែសញ្ញាឲ្យតែផុតពីដៃហើយនឹងក៏ទៅបញ្ចប់ទៀតទៅមួយឆ្នាំទៀតធ្វើពិធីនឹងទៀតទៅឬក៏យ៉ាងម៉េចទេបាទខ្ញុំក៏នឹងបញ្យល់ហើយនឹងមានព័ត៌មានផ្សេងទៀតដែលនឹកឃើញទាន់ខ្ញុំនឹងបញ្យល់ថែមព្រោះអីបង្អែមមកផ្ទះថ្នោតភូមិនេះគឺឥឡូវវាកពុបហៀធ្លាក់ទៅដល់ដីសមុទ្ររោមផ្អើលពេញនៅឯក្បែរផ្ទះថ្នោតហ្នឹងហើយដំណឹងទី1តែមុនបងប្អូនតកតងនឹងរឿងអង្គការសហប្រជាជាតិបងប្អូនដឹងហើយគឺខាងក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិគេមានកិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួនហើយកិច្ចប្រជុំប្រចាំឆ្នាំនេះប្រព្រឹត្តទៅកាលពីថ្ងៃទី4ខែតុលាម្សិលមិញនេះមានរយៈពេលច្រើនថ្ងៃក៏ប៉ុន្តែថ្ងៃម្សិលមិញនេះត្រូវវេនដែលអ្នករាយការណ៍ពិសេសទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៃប្រទេសផ្សេងឡើងមករាយការណ៍ជូនក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហជាតិមួយនេះហើយក្នុងនោះក៏មានលោកវិទិតមន្តភ័ណ្ឌដែរដែលបងប្អូនជ្រាបហើយលោកវិទិតមន្តភ័ណ្ឌហ្នឹងគឺជាអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាហើយលោកជាជនជាតិថៃប៉ុន្តែខ្ញុំមិនចង់យកពាក្យថាលោកជាជនជាតិថៃហ្នឹងមកឲ្យបងប្អូនមានភាពមន្ទិលអីទេលោកវិទិតមន្តភ័ណ្ឌលោកជាមនុស្សឯករាជ្យទេគ្រាន់តែថាលោកមានឈាមជ័រជាថៃតែប៉ុណ្្នឹងឯងតែនៅក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិការបំពេញតួនាទីត្រូវតែមានវិជ្ជាជីវៈឯករាជ្យបើមិនឯករាជ្យទេគេនឹងដកគាត់ចោលហើយក៏ប៉ុន្តែនៅក្នុងន័យនេះគឺខ្ញុំចង់ជម្រាបថាសេចក្តីថ្លែងការណ៍របស់លោកនៅថ្ងៃទី4ខែតុលាម្សិលមិញនេះគឺលោកបានថ្លែងតាក់ទងនឹងស្ថានភាពសិទ្ធិមនុស្សនិងប្រជាធិបតេយ្យនៅកម្ពុជាជាលទ្ធផលគឺដូចជាមិនមានអីដែលគួរឲ្យប្លែកទេព្រោះអីស្ថានភាពសិទ្ធិមនុស្សនិងប្រជាធិបតេយ្យនៅកម្ពុជាមិនដែលល្អប្រសើរទេហើយអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិរូបនេះគឺលោកវិទិតមន្តភ័ណ្ឌនេះបានចុះទៅដល់ប្រទេសកម្ពុជាស៊ើបអង្កេតផ្ទាល់ជួបអង្គការសង្គមស៊ីវិលមន្ត្រីបកប្រឆាំងប្រជាពលរដ្ឋដែលរងគ្រោះហើយនៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់គាត់គឺគាត់មិនស្ដាប់តែរដ្ឋាភិបាលតែម្ខាងឬក៏ស្ដាប់តែអ្នកណានោះទេគឺគាត់បានពិគ្រោះយោបល់ជាមួយនឹងប្រជាពលរដ្ឋដែលជាជនរងគ្រោះហើយជាលទ្ធផលរបាយការណ៍គាត់រៀងរាល់ឆ្នាំគឺតែងតែឆ្លុះបញ្ចាំងតថភាពជាក់ស្ដែងនៅក្នុងរឿងរំលោភសិទ្ធិមនុស្សនិងប្រជាធិបតេយ្យនៅកម្ពុជាអញ្ចឹងហើយដូច្នេះនៅថ្ងៃនេះថ្ងៃម្សិលមិញនេះលោកក៏មិនមានអីប្លែកដែលត្រូវជម្រាបជូនក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិក្រៅតែពីលោកបញ្ជាក់ថាលោកសូមអំពាវនាវបាទលោកអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាហ្នឹងគឺមានផែនការលម្អិតច្បាប់តកតងនឹងស្ដីអំពីធនធានធម្មជាតិហើយនឹងការដែលកែលម្អលំហប្រជាធិបតេយ្យសិទ្ធិមនុស្សនិងសេរីភាពអីនៅប្រទេសកម្ពុជាឡើងវិញហ្នឹងបានន័យថាមកដល់ពេលនេះកម្ពុជានៅតែមិនទាន់បញ្ជាក់ផែនការលម្អិតជាលិលាក់អក្សរដើម្បីបញ្ជាក់ថាខ្លួនពិតជាមានឆន្ទៈនយោបាយឬក៏ចេតនានៅក្នុងការស្ដារសិទ្ធិមនុស្សនិងប្រជាធិបតេយ្យឡើងវិញនោះទេហើយនេះហើយដែលជាក្តីកង្វល់របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិដែលគិតថាកម្ពុជានៅពេលដែលមិនមានផែនការលម្អិតបែបនេះគឺជាច្បាស់ណាស់គឺការរំលោភសិទ្ធិមនុស្សនិងបំផ្លាញប្រជាធិបតេយ្យនឹងវានៅតែបន្តកើតមានហើយបងប្អូននៅពេលដែលប្រទេសយើងនៅមានការរំលោភសិទ្ធិមនុស្សនិងប្រជាធិបតេយ្យគឺវានឹងធ្វើឲ្យមុខមាត់របស់ជាតិយើងនៅលើឆាកអន្តរជាតិនៅតែស្រពាប់ស្រអាប់គ្មានថ្ងៃងើបរួចទេហើយតើផែនការលម្អិតនោះលំបាកប៉ុណ្ណាកម្ពុជាអាចទទួលយកបានដែរឬទេជាទូទៅប្រទេសកម្ពុជាមិនអាចសរសេរផែនការលម្អិតស្ដីអំពីការស្ដារសិទ្ធិមនុស្សនិងប្រជាធិបតេយ្យឡើងវិញបាននោះទេខ្ញុំជឿថាលោកមន្តភ័ណ្ឌលោកលើកឡើងក្នុងសមត្ថកិច្ចជាអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិប្រចាំអាណត្តិរបស់លោកក៏ពិតមែនហើយត្រូវរាយការណ៍ប្រចាំឆ្នាំប៉ុន្តែបើតាមមើលតើឲ្យកម្ពុជាសរសេរផែនការលម្អិតស្ដីអំពីការស្ដារសិទ្ធិមនុស្សនិងប្រជាធិបតេយ្យយ៉ាងម៉េចបើកម្ពុជាខ្លួនឯងអត់ដែលទទួលស្គាល់ថាកម្ពុជា
មានការរំលោភសិទ្ធិមនុស្សនិងបំផ្លាញប្រជាធិបតេយ្យផងហ្នឹងអ្វីដែលកម្ពុជាធ្វើកន្លងមកដូចជាការបំផ្លាញគណៈបកសិទ្ធិមនុស្សគណៈបកប្រជាធិបតេយ្យគណៈបកសង្គ្រោះជាតិឆន្ទៈប្រជាពលរដ្ឋជិត3លាននាក់តំណាងរាស្ត្រ55កៅអីក្រុមប្រឹក្សាឃុំសង្កាត់2007នាក់មានចៅសង្កាត់រហូតដល់ជិត500នាក់របស់គណៈបកសង្គ្រោះជាតិត្រូវបំផ្លាញហើយចែកគ្នាហើយក្រោយមកមានការធ្វើទុកបុកម្នេញសារព័ត៌មានអង្គការសង្គមស៊ីវិលសកម្មជនការពារសិទ្ធិមនុស្សបរិស្ថានលក្ខនឹងលក្ខទាំងអស់នេះគឺកម្ពុជាបានប្រាប់ឲ្យថាធ្វើដើម្បីរក្សាសន្តិភាពព្រោះកម្ពុជាបញ្ជាក់ឲ្យថាបើមានក្រមប្រឆាំងគឺកម្ពុជាគ្មានទេសន្តិភាពព្រោះសន្តិភាពគឺទាល់តែគ្មានក្រមប្រឆាំងគ្មានអង្គការសង្គមស៊ីវិលឯករាជ្យគ្មានប្រព័ន្ធផ្សព្វផ្សាយឯករាជ្យណាដែលអាចទៅរិះគន់រដ្ឋាភិបាលបានទេដូច្នេះបើយើងរិះគន់រដ្ឋាភិបាលពីភាពអសកម្មយើងបង្កឲ្យភាពប្រជាពលរដ្ឋមានការថ្នាំងថ្នាក់ជាមួយរដ្ឋាភិបាលអត់មានទេសន្តិភាពដូច្នេះក្នុងន័យសន្តិភាពបែបនេះហើយទើបរដ្ឋាភិបាលអនុវត្តគោលការណ៍កម្ចាយអ្នកទាំងនោះឲ្យអស់ពីផែនភស្តុភាររបស់កម្ពុជាហើយដល់ពេលអង្គការសហជីវជាតិមើលឃើញថាហ្នឹងជាការរំលោភបំពានសិទ្ធិមនុស្សសហគមន៍អឺរ៉ុបក៏មើលឃើញថាហ្នឹងជាការរំលោភបំពានសិទ្ធិមនុស្សប៉ុន្តែកម្ពុជាខ្លួនឯងអត់មើលឃើញថាហ្នឹងជាការរំលោភបំពានសិទ្ធិមនុស្សទេព្រោះវាជាយន្តការការពាររក្សាសន្តិភាពដូច្នេះហើយបានថាអានេះវាដូចរឿងអ្នកដែលមានជំងឺសរសៃប្រសាទហើយអត់ព្រមលេបថ្នាំហើយដល់ពេលគេចាប់ឲ្យលេបថ្នាំទៅវាយគេថាគេនឹងឈួតខ្លួនយើងអត់មានបញ្ហាអីទេព្រោះអីយើងអត់ឈឺអីទាំងអស់ហើយតើឲ្យលេបថ្នាំលេបអីហ្នឹងគឺជារឿងដែលលំបាកលំបិនមួយណានៅពេលដែលមនុស្សមិនទទួលស្គាល់ថាខ្លួនឯងឈឺហើយរឿងនេះកើតឡើងស្ទើរតែគ្រប់ទិសទីនៅពេលដែលមនុស្សមានវិបត្តិផ្លូវចិត្តធ្លាក់ទឹកចិត្តហើយមិនទទួលទានថ្នាំទៅតាមការដែលចង់បានហើយជំងឺកាន់តែដាបហើយនៅពេលដែលជំងឺកាន់តែដាបស្ថានភាពសុខភាពរបស់អ្នកឈឺកាន់តែដាបហ្នឹងហើយកាន់តែមើលឃើញច្បាស់ថាខ្លួនមិនត្រូវការថ្នាំទេដោយសារតែខ្លួនគិតថាខ្លួនអត់ឈឺអីតែអ្នកដទៃមើលឃើញថាខ្លួនឈឺអីហើយនៅក្នុងក្រុមគ្រួសារយើងទាំងអស់គ្នាមើលឃើញថាយើងឈឺប៉ុន្តែអត់តែយើងមួយទេមើលឃើញថាខ្លួនយើងអត់អីអានេះហើយដែលជាបញ្ហាដែរដូច្នេះខ្ញុំគិតថារឿងនេះគឺទុកឲ្យកម្ពុជាជាអ្នកសម្រេចឲ្យមិនឆ្ងល់ទេបងប្អូននៅសល់ពេលយ៉ាងយូរមួយថ្ងៃពីរថ្ងៃទៀតគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជារដ្ឋាភិបាលកម្ពុជាអឺអ្នកទទួលបន្ទុកឬក៏តំណាងកម្ពុជានៅអង្គការសហប្រជាជាតិលក្ខនឹងចេញសេចក្តីថ្លែងការណ៍បកទៅលោកវិទិតមន្តភ័ណ្ឌវិញដោយអ្វីដែលគាត់ធ្លាប់ធ្វើកន្លងមកអញ្ចឹងគឺដោះសារនិយាយការពីអត់និយាយការពិតនិយាយដោះសារអត់ដោះស្រាយអីចឹងទៅហើយនឹងវាយបកទៅលោកមន្តភ័ណ្ឌនឹងថាជាអ្នកលំអៀងអ្នកអីរបាយការណ៍តែមួយជ្រុងកម្ពុជាមានសិទ្ធិមនុស្សប្រជាធិបតេយ្យប្រជាប្រដ្ឋដើរហើរគ្រប់ទិសទីគ្មានបញ្ហាអី24ម៉ោងបារសន្តាគារកាស៊ីណូកន្លែងកំសាន្តប្រជាប្រដ្ឋទៅណាក៏បានការអភិវឌ្ឍមានការរីកចម្រើនប៉ុណ្ណឹងហើយចង់បានអីទៀតសាររបស់កម្ពុជានឹងមានដដែលដូចនេះយើងអត់មានអីប្លែកគាត់ថាអានឹងធ្វើម៉េចឥឡូវនេះគឺខាងអង្គការសហប្រជាជាតិលើកឡើងប៉ុណ្ណឹងពីកម្ពុជាខាងចក្រភពអង់គ្លេសក៏លើកឡើងដាស់តឿនឲ្យគ្រប់គ្រងឲ្យកម្ពុជាស្ដារសិទ្ធិមនុស្សនិងប្រជាធិបតេយ្យឡើងវិញដែរប្រទេសអង់គ្លេសអំពាវនាវឲ្យប្រទេសកម្ពុជាធ្វើម៉េចព្យាយាមអនុវត្តតាមសំណើរបស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិពង្រឹងឯករាជ្យភាពតុលាការផងបង្កើតលក្ខខណ្ឌសង្គមស៊ីវិលនឹងឲ្យដំណើរការឲ្យបានសេរីផងខ្ញុំថាអ្វីដែលគេស្នើមកហ្នឹងគឺជារឿងដែលកម្ពុជាមិនអាចធ្វើបានទេប៉ុន្តែគេស្នើអញ្ចឹងតែរហូតដល់ពេលគេស្នើអញ្ចឹងជាលក្ខណៈអន្តរជាតិគេមើលមកថាកម្ពុជាយើងនៅតែមានស្ថានភាពសិទ្ធិមនុស្សនិងប្រជាធិបតេយ្យហើយអាលក្ខណៈដែលវិភាគនេះមិនមែនរបាយការណ៍នេះមិនមែនដោយសារតែមានចំនួនព្រំដែនខ្មែរថៃទេណាគេធ្វើពេញមួយឆ្នាំហើយអញ្ចឹងមុនទាំងមានចំនួនព្រំដែនខ្មែរថៃដល់ពេលមានចំនួនព្រំដែនខ្មែរថៃឃើញផែនពស្តុធារខ្មែរស្រអាប់ទេបិទបាំងដោយពពកខ្មៅនៃការញោមញីបញ្ហាសិទ្ធិមនុស្សនិងប្រជាធិបតេយ្យដល់តែពេលកម្ពុជាប្រាប់ថាទេយើងគោរពតាមកិច្ចព្រមព្រៀងសិទ្ធិមនុស្សអង្គការសហជីវជាតិឬក៏សិទ្ធិមនុស្សអន្តរជាតិយើងគោរពខ្ជាប់ខ្ជួនហើយដល់ពេលគេឈ្មោះរបស់យើងអញ្ចឹងពិភពលោកមើលមកយើងថាតែគេជឿយើងទេថាយើងគោរពតើការដែលកម្ពុជាអះអាងថាយើងគោរពច្បាប់ធម្មជាតិសំទោសច្បាប់ធម្មជាតិច្បាប់អន្តរជាតិអីហ្នឹង
បានខ្ជាប់ខ្ជួនហ្នឹងថាតើយើងបានគោរពច្បាប់ជាតិរបស់យើងដែរទេតាក់ទងនឹងធម្មនុញ្ញរដ្ឋធម្មនុញ្ញនៅក្នុងការមិនធ្វើបាបប្រជាពលរដ្ឋខ្លួនឯងតាក់ទងនឹងសិទ្ធិសេរីភាពការបញ្ចេញមតិសិទ្ធិសេរីភាពនយោបាយលក្ខហ្នឹងធ្វើទុកបុកម្នេញគ្នាចាប់ដាក់គុកងើបមួយវាយមួយអស់ទៅហើយហ្នឹងតើយើងទៅប្រាប់អន្តរជាតិយ៉ាងម៉េចថាយើងគោរពច្បាប់អន្តរជាតិបាននេះសូម្បីតែច្បាប់ជាតិខ្លួនឯងយើងគោរពអត់បានទេខ្ញុំកំពុងតែឆ្ងល់តែយ៉ាងណាបងប្អូនអាហ្នឹងគឺជាការបកស្រាយរបស់រដ្ឋាភិបាលហើយយើងចាំមើលទៀតថាតើគាត់បកស្រាយបានប៉ុណ្ណាទៀតតកតងនឹងព័ត៌មានបន្ទាប់នេះគឺជារឿងមួយដែលគួរឲ្យប្រកម្មចិត្តដែរដោយសារតែថៃមកដល់ម៉ោងនេះគឺសម្ោចក្នុងខោឥឡូវនេះគឺមិនមែនសម្ោចដាក់អង្ក្រងផងដាក់អាម៉ាល់ផងផែនមិនដឹងទេនៅក្នុងខោហ្នឹងគឺថាលែងនៅស្ងៀមហើយព្រោះអីគឺឲ្យអសានវត្តដល់ប្រទេសកម្ពុជា2ចំណុចហើយ2ចំណុចដ៏គ្រោះថ្នាក់បំផុតដែរទី1ទុកឲ្យកម្ពុជាដល់ថ្ងៃទី7បានន័យថាម៉េចថ្ងៃនេះថ្ងៃ5ហើយហ្នឹងថ្ងៃ7ហ្នឹងគឺខាងយោធាថៃត្រូវឲ្យកម្ពុជាផ្ដល់ផែនការលំអិតទៅខ្លួនរឿងជំលះប្រជាពលរដ្ឋចេញពីភូមិនងច័ន្ទហើយនឹងភូមិជោគជ័យហើយនឹងតំបន់3ទៀតនៅតំបន់ក្បែរហ្នឹងឲ្យខាងតែបានដើម្បីជាធ្នូនឹងការដែលជួបប្រជុំកិច្ចគណៈកម្មការកិច្ចការព្រំដែនភូមិភាគយុទ្ធភូមិភាគនោះ RBC នោះព្រោះអីលើកពេលច្រើនដងហើយថៃគេថាលើកពេលទៀតបើអត់មានផែនការលំអិតនៃការជំលះប្រជាពលរដ្ឋខ្មែរពីភូមិព្រៃច័ន្ទនិងភូមិជោគជ័យទេត្រឹមថ្ងៃ7ហ្នឹងបើអត់ដាក់ផែនការលំអិតហ្នឹងថៃគឺគេគិតថានឹងលើកអាកិច្ចប្រជុំនឹងទៀតព្រោះអីអត់អាចនឹងប្រជុំកើតទេបើខ្មែរអត់ទាន់មានផែនការជំលះប្រជាពលរដ្ឋចេញពីដីខ្មែរបាទខ្ញុំនិយាយថាដីខ្មែរចុះព្រោះអីថៃគេនិយាយថាដីថៃទេតែយើងច្បាស់រឿងដីខ្មែរដែរចឹងយើងទៅឲ្យយើងចលះចេញពីភូមិឋានរបស់យើងហ៎បងប្អូនតើវាឈឺចាប់ប៉ុណ្ណាមិនតែប៉ុណ្ណឹងអាថ្ងៃ10នេះថ្ងៃ10ខែតុលានេះគឺជាអសានវត្តមួយទៀតសានវត្តអីគេគឺគេដល់ពេលដែលគេត្រូវអនុវត្តច្បាប់អាជ្ញាសិទ្ធិគេនៅក្នុងការជំលះប្រជាពលរដ្ឋដោយបង្ខំបានន័យថាគេទុកពេលឲ្យយើងដាក់ផែនការដាក់អីជំលះប៉ុន្តែបើយើងអត់គឺគេនឹងយកកងកម្លាំងមកចាប់ជំរុញឬក៏អាចប្រឈមមុខគ្នាអាថ្ងៃ10ហ្នឹងហើយដែលជាថ្ងៃដែលកំពុងតែបារម្ភនៃអំពើហិង្សាឲ្យខ្ញុំនឹងបញ្យល់អំពីថាថ្ងៃ10ហ្នឹងថ្ងៃអីហើយប្រជាពលរដ្ឋខ្មែរនឹងរងទុក្ខភ័យយ៉ាងម៉េចហើយជួបបញ្ហាយ៉ាងម៉េចប៉ុន្តែឥឡូវខ្ញុំបកស្រាយអំពីរឿងបញ្ហាថៃដាក់លក្ខខណ្ឌឲ្យរើភូមិនងច័ន្ទសំទោសភូមិជោគជ័យនិងភូមិព្រៃច័ន្ទនេះសិនថ្ងៃនេះគឺយើងឃើញសេចក្តីថ្លែងការណ៍របស់ខាងនគរបាលយុទ្ធភូមិភាគទី5របស់យើងដែរគឺខាងយោធាជើងគោកដែលឆ្លើយតបទៅខាងភាគីថៃវិញខ្ញុំនឹងអានសេចក្តីថ្លែងការណ៍របស់គាត់លំអិតបន្តិចដើម្បីឲ្យបងប្អូនជ្រាបថាតើខាងកម្ពុជាប្រាប់ទៅថៃយ៉ាងម៉េចពីរឿងភូមិព្រៃច័ន្ទនិងភូមិនងច័ន្ទនេះបើតាមអ្វីដែលខាងភាគីកម្ពុជាអះអាងគឺស្នើទៅប្រាប់ភាគីថៃថាបានទទួលអ្វីដែលជាសំណូមពរឬក៏សំណើរបស់ខាងភាគីថៃហើយទទួលនៅក្នុងន័យថាឮហើយអ្វីដែលថៃចង់ឲ្យមានផែនការលំអិតជាធ្នូនៅក្នុងការដែលបន្តកិច្ចប្រជុំរបស់យុទ្ធភូមិភាគថៃខ្មែរនឹងតទៅទៀតនោះគឺតាក់ទងនឹងផែនការជំលះប្រជាពលរដ្ឋចេញពីភូមិព្រៃច័ន្ទនិងភូមិជោគជ័យក៏ប៉ុន្តែតំណាងឲ្យយុទ្ធភូមិភាគទី5ឬក៏កងទ័ពជើងគោកខ្មែរគឺក៏បានប្រាប់ទៅភាគីថៃវិញដែរថាបញ្ហាភូមិព្រៃច័ន្ទនិងភូមិជោគជ័យនេះគឺមានភាពស្មុគស្មាញច្រើនព្រោះអីខាងកម្ពុជានៅតែអះអាងដដែលថាកុំសំបីតែភាគីថៃហ្នឹងដោយសារតែមើលលទ្ធភាពជាក់ស្ដែងនៅទីតាំងភូមិសាស្ត្រហ្នឹងក៏ឃើញថាប្រជាពលរដ្ឋថៃមួយចំនួនហ្នឹងក៏តាំងទីលំនៅអាស្រ័យផលនៅលើដីខ្មែរដែរចង់និយាយថាបើតាមអ្វីដែលជាសេចក្តីថ្លែងការណ៍របស់ខាងណែយោធាជើងគោករបស់យើងនៅភូមិភាគ5ហ្នឹងគឺបានន័យថាថៃក៏ជ្រៀតចូលដីខ្មែរដែរនឹងរស់នៅអាស្រ័យផលដែរអញ្ចឹងបានន័យថាម៉េចបានន័យថាបើសិនជាថៃចោទថាខ្មែរនៅលើដីថៃក៏នៅលើដីខ្មែរអញ្ចឹងបើសិនជាឲ្យមានផែនការជំលះខ្មែរចុះផែនការថៃជំលះថៃនោះយ៉ាងម៉េចទៅវិញដូច្នេះរឿងនេះគឺជាការឆ្លើយតបរបស់ខាង
យោធាជើងគោករបស់កម្ពុជានេះគឺគាត់ប្រាប់ថារឿងស្មុគស្មាញបែបនេះគឺគួរទុកឲ្យគណៈកម្មាធិការព្រំដែនចម្រុះខ្មែរថៃ JBC ជាអ្នកសម្រេចទៅវិញចុះព្រោះអីវាមានសមត្ថកិច្ចប្រសើរជាងឲ្យអាជ្ញាធរខេត្តឬក៏អាជ្ញាធរយោធាដែលគ្មានសមត្ថកិច្ចនៅក្នុងការដែលនិយាយអំពីផែនការជំលិះផែនការអីហ្នឹងទេព្រោះអីក្រោយកិច្ចព្រមព្រៀងនៃបទឈប់បាញ់តាំងពីថ្ងៃទី28ខែកក្កដាហើយនឹងថ្ងៃទី7ខែសីហាហ្នឹងបើតាមនោះមានចំណុចមួយគឺចំណុចដែលទុកឲ្យសមត្ថកិច្ចរបស់គណៈកម្មការព្រំដែនចម្រុះ JBC អីហ្នឹងជាអ្នកសម្រេចបើសិនជាសម្រេចមិនបានមានគណៈកម្មការមួយទៀតគឺ អឺ GBC អីអញ្ចឹងគណៈកម្មការរដ្ឋមន្ត្រីថៃផ្នែកយោធាការពារជាតិអីអញ្ចឹងណាអញ្ចឹងកម្ពុជាបកស្រាយនេះនៅក្នុងន័យថាអត់មានអាផែនការជំលះប្រជាពលរដ្ឋចេញពីភូមិព្រៃច័ន្ទនិងភូមិជោគជ័យដោយអ្វីជាការទៀមទារបស់ថៃទេអញ្ចឹងទៀមទាឲ្យថៃថាសុំឲ្យទុកស្ថានភាពនេះអនុវត្តឬទុកឲ្យគណៈកម្មការចម្រុះកិច្ចការព្រំដែន GBC ជាអ្នកសម្រេចទៅព្រោះអីបើសិនជាសម្រេចបែបនេះវាខុសពីសមត្ថកិច្ចអីអញ្ចឹងហើយកម្ពុជាចាត់ទុកថារឿងនេះគឺជារឿងស្មុគស្មាញដែលពិបាកសម្រេចព្រោះអីថៃប្រជាពលរដ្ឋថៃក៏មានរស់នៅក្នុងអាស្រ័យផលលើដីខ្មែរដែរនៅក្នុងតំបន់ព្រៃច័ន្ទនិងតំបន់ភូមិជោគជ័យនោះបាទអញ្ចឹងសរុបសេចក្តីមកគឺតំបន់ព្រៃច័ន្ទនិងតំបន់ជោគជ័យនេះគឺនឹងមានភាពចម្រូងចម្រាសគ្នាយ៉ាងសម្បើមហើយបើកម្ពុជាអះអាងបែបនេះមិនមានផែនការតាមអ្វីដែលថៃចង់បានថៃច្បាស់ណាស់គឺថៃគេចង់ពជាពេលប៉ុន្តែតើពជាពេលកិច្ចប្រជុំហ្នឹងនឹងអូសបន្លាយពេលវេលានេះកាន់តែយូរប៉ុណ្ណាយើងចាំមើលតទៅទៀតតែជំហររបស់កម្ពុជាក៏បានឃើញផ្សាយតាមគេហទំព័ររបស់កងទ័ពជើងគោករបស់កម្ពុជាជាពិសេសគឺខាងយុទ្ធភូមិភាគ5ដែលមានលោកមេបញ្ជាការទ័ពកៅសំអូនហ្នឹងដែលលោកបានថ្លែងសារដូចនេះទៅខាងភាគីថៃហើយតើភាគីថៃគេព្រមឬយ៉ាងណាអានឹងរឿងគេប៉ុន្តែកម្ពុជាគាត់បានបញ្ជាក់ចំហគាត់បែបនេះថាតំបន់នេះគឺមានភាពចម្រូងចម្រាសគ្នាហើយប្រទីងបន្ទងគ្នាបើថៃចោតខ្មែរថាខ្មែរនៅក្នុងដីថៃក៏រស់នៅអាស្រ័យផលលើដីខ្មែរដែរតើបើសិនជាជំលះតែខ្មែរឬក៏ថៃយ៉ាងម៉េចទៅវិញតែថៃអត់ខ្វល់ទេថៃគេគិតថាតំបន់ព្រៃច័ន្ទនិងតំបន់ជោគជ័យគឺជាដីកម្មសិទ្ធិថៃ 100% ហើយកម្ពុជាទៅបោះទីតាំងលំនៅហ្នឹងតាំងពីសម័យក្រោយសង្គ្រាមខ្មែរក្រហមមកមកហើយថៃគេថាគេឲ្យដីហ្នឹងជាជំរំជនភៀសខ្លួនដើម្បីឲ្យនៅបដោះអាសន្នទេប៉ុន្តែក្រោយមកកម្ពុជាអ្នកភូមិហ្នឹងចេះតែនៅរហូតអត់ព្រមរើចេញខ្ញុំថាការអះអាងរបស់ថៃនេះក៏មានភាពស្រាលដែរស្រាលត្រង់ថាបើយើងជាម្ចាស់រដ្ឋអធិបតេយ្យហើយប្រជាពលរដ្ឋខ្មែរទៅរស់នៅលើដែនអធិបតេយ្យរបស់ខ្លួនដោយខុសច្បាប់ហេតុអីយើងអនុញ្ញាតឲ្យប្រជាពលរដ្ឋខ្មែររស់នៅបានរាប់សិបឆ្នាំដូច្នេះនេះគឺជាលេសនយោបាយទេបើសិនជារឿងបច្ចេកទេសយើងដោះស្រាយគ្នាយូរទៅហើយយើងឲ្យប្រជាពលរដ្ឋហ្នឹងដោះដូរឬក៏ទៅនៅទីណាដែលជាទីអធិបតេយ្យរបស់ខ្លួនហេតុអីបានជាមានរឿងកើតឡើងដូច្នេះរឿងនយោបាយបែបនេះគឺតតែមានបញ្ហានយោបាយបានដោះបានបើរឿងបច្ចេកទេសដោះមិនកើតទេឥឡូវថៃកំពុងតែយករឿងព្រំដែនជារឿងនយោបាយដែរដូច្នេះដូចខ្ញុំបានជម្រាបអញ្ចឹងរឿងព្រំដែនបើរឿងបច្ចេកទេសស្រួលដោះស្រាយទេតែបើរឿងនយោបាយដោះមិនចេញទេហេតុអីបានជាដោះមិនចេញព្រោះថៃយកផែនទីຂະຫນາດលើ150,000ដែលគូដោយឯកតោភាគីកម្ពុជាយកផែនទីຂະຫນາດលើ200,000ដែលមានសំអាងទៅលើកិច្ចឬក៏សន្ធិសញ្ញាបារាំងសៀមឆ្នាំ1904 1907តើយើងទៅនិយាយគ្នាយ៉ាងម៉េចទៅត្រូវបើមួយយកគោមួយយកទៅក្របីទៅនិយាយគ្នាហ្នឹងដូច្នេះវាមិនត្រូវគ្នាបើថាគោនិងក្របីវាជាសត្វពាហនៈដូចគ្នាមែនក៏ប៉ុន្តែគោគឺគោក្របីគឺក្របីវាមានឈាមជ័រវាមានភិនភាគវាខុសគ្នាទៅនិយាយទៅអត់ផ្ទឹមគ្នាបានណាចង់និយាយថាវាពិបាកយកគោទៅមួយក្របីទៅមួយគោឬដាក់ជាមួយគ្នាវានៅតែក្របីនៅតែក្របីគោនៅតែគោដូច្នេះរឿងនេះគឺថ្ងៃទី10ខែតុលានេះគឺជាថ្ងៃដែលពិបាកទាំងអស់គ្នាព្រោះឥឡូវថៃគេចោទមកកម្ពុជាទៀតថាថ្ងៃទី10ខែតុលានេះគឺជាថ្ងៃដែលអាជ្ញាធរថៃអាចនឹងប្រឈមមុខជាមួយជនស៊ីវិលខ្មែរហើយព្រោះគេចោទថាខ្មែរយើងយកជនស៊ីវិលធ្វើជាខែលគេថាខ្មែរយើងបានត្រៀមក្មេងចាស់ប្រុសស្រីជនពិការព្រះសង្ឃគ្រប់គ្នាដើម្បីត្រៀមទៅតតាំងជាមួយនឹងអាជ្ញាធរមានសមត្ថកិច្ចថៃដែលមានកម្លាំងប្រដាប់អាវុធណា
គេថាកម្ពុជាត្រៀមកម្លាំងប្រជាពលរដ្ឋយកទៅតទល់ជាមួយនឹងអាជ្ញាធរថៃនៅថ្ងៃទី10ដែលជាថ្ងៃអាសានវត្តនៅក្នុងការដែលគេឲ្យរើភូមិចេញពីតំបន់ព្រៃច័ន្ទនិងជោគជ័យពេលនោះហើយដែលថៃគេគិតថាអាចប្រឈមនឹងការតទល់គ្នាប៉ះពាល់គ្នាអាចនឹងមានអំពើហិង្សាក៏ប៉ុន្តែឥឡូវនេះប្រជាពលរដ្ឋថៃចាប់ផ្ដើមដឹងថាប្រជាពលរដ្ឋខ្មែរនឹងពូនផ្ដុំគ្នានៅតំបន់ភូមិព្រៃច័ន្ទនិងភូមិជោគជ័យហើយខ្ញុំជឿថាប្រជាពលរដ្ឋខ្មែរច្បាស់ជាបដូរស្លាប់ហើយព្រោះអីដីដែនអធិបតេយ្យរបស់ខ្លួនបែបនេះគាត់ច្បាស់ជាបដូរផ្ដាច់គ្មានទីបញ្ចប់ទេនឹងនៅក្រៅនានានាទីនោះហើយខ្ញុំមិនមានអីមន្ទិលទេព្រោះអីព្រោះគាត់កាន់តបងយកទៅតតាំងជាមួយថៃរហូតមកហើយនៅពេលដែលយោធានៅខាងក្រោយគាត់ឈានចូលទៅក្នុងសមរភូមិមុខរហូតតគេបាញ់គ្រាប់កភ្លើងជ័រឬក៏គ្រាប់អីហ្នឹងត្រូវរបួសស្រស់ខ្លួន20 30នាក់ផងប្រហែលថ្ងៃមុនហ្នឹងនៅតំបន់ភូមិព្រៃច័ន្ទហ្នឹងបងប្អូនឃើញហើយផ្សែងពុលផងប្រដាប់ធ្វើឲ្យខូចត្រចៀកផងលាក់នឹងលាក់តែបងប្អូនខ្មែរយើងក្រាញនានាមិនរាថយទេដូច្នេះថ្ងៃ10ខ្ញុំអត់សង្ស័យទេថាពួកគាត់នឹងក្រាញនានាបែបនេះទៀតនេះហើយនៅពេលដែលអំពើហិង្សាកើតឡើងដោយសារអីថៃក៏កំពុងត្រៀមជើងព្រួលយកប្រជាពលរដ្ឋស៊ីវិលរបស់ខ្លួនមកទប់នឹងស៊ីវិលរបស់ខ្មែរដែរព្រោះអីថៃខ្លាចយកយោធាទប់ជាមួយនឹងស៊ីវិលមានបញ្ហាអីទៅគេចោទថៃថាយកកម្លាំងទ័ពយកមកវាយជនស៊ីវិលបែបនេះគឺមិនថ្លៃថ្នូរអីចឹងដូច្នេះថៃនឹងអាចយកបន្លាជួសបន្លាគឺយកប្រជាពលរដ្ឋថៃដែលក្រេវក្រោតនឹងប្រជាពលរដ្ឋខ្មែរនឹងយកមកតទល់គ្នាហើយរឿងនេះក៏មិនជារឿងល្អមើលដែរបងប្អូនព្រោះអីវានឹងមានអំពើហិង្សាកើតឡើងដោយយថាហេតុណាមួយហើយខ្ញុំជឿថាអាជ្ញាធរមូលដ្ឋាននឹងដោះស្រាយបញ្ហានេះដោយសន្តិវិធីមិនឲ្យមានការប្រឈមគ្នាបែបនេះទេបាទឥឡូវនេះខ្ញុំស្លេះរឿងនេះត្រឹមប៉ុណ្ណេះយើងចូលដល់រឿងបន្ទាប់ទៀតតកតងនឹងថៃដែលកំណត់យកថ្ងៃរុះរើឬក៏ជំលះប្រជាពលរដ្ឋអីហ្នឹងខ្ញុំបានបកស្រាយហើយឥឡូវចូលដល់រឿងមីនម្ដងបងប្អូនការបោសសម្អាតមីននៅតាមតំបន់ព្រំដែននេះគឺជារឿងរកម្មចិត្តរបស់ប្រជាពលរដ្ឋណាស់យើងដឹងហើយថៃចោទកម្ពុជាម្ដងហើយម្ដងទៀតរហូតទៅដាក់ភ័ស្តុតាងទៅអង្គការសហប្រជាជាតិទៅក្រុមប្រឹក្សាសន្ធិសញ្ញាអូតាវ៉ានៅប្រទេសកាណាដារឿងការហាមឃាត់ការប្រើប្រាស់មីនប្រឆាំងនឹងមនុស្សដែលធ្វើឲ្យដាច់ជើងទាហានថៃ6នាក់អីហ្នឹងថៃនៅតែចោទថាខ្មែរដាក់មីននៅតាមតំបន់ព្រំដែនហើយដាក់មីនថ្មីរហូតធ្វើឲ្យថៃដាច់ជើងរហូតតមានផែនការដាក់មីននឹងថៃមានរូបថតរូបវីដេអូអីច្រើនពីរឿងថាចោទថាខ្មែរយើងភ្លេចទូរស័ព្ទនៅតំបន់ភ្នំទ្រាប់ពេលគេយកទូរស័ព្ទហ្នឹងទៅឃើញមីនយកទៅដាក់របៀបបង្ហាញដាក់មីនដាក់ជំរងដាក់អីហើយឃើញទាហានខ្មែរក្នុងឈុតទាហានខ្មែរនៅក្នុងហ្នឹងគេដាក់ឯកសារហ្នឹងទៅប្តឹងឃើញអាការដាក់មីននៅប្រាសាទតាកបីដែលឃើញអ្នកកាសែត MMOU យើងទៅថតបានឃើញមីនថ្មីទាំងចង្កោមអីលាក់នឹងលាក់ថៃគេដាក់ទៅអង្គការសហប្រជាជាតិអីគេប្តឹងយើងច្រើនលើកច្រើនគ្រាគេចោទរឿងយើងថាដោយសារតែរឿងមីនហ្នឹងបានគេអត់ដោះទាហានយើង18នាក់មកនេះគេយកលេសអញ្ចឹងដល់តែពេលក្រោយមកនៅក្នុងកិច្ចចរចាគណៈកម្មការព្រំដែនចម្រុះឬក៏យុទ្ធភូមិភាគអីហ្នឹងក៏ថៃហ្នឹងគេសង្ឃឹមថាឲ្យកម្ពុជាហ្នឹងធ្វើម៉េចឲ្យរៀបចំព្រមព្រៀងគ្នាដោះមីននៅតាមតំបន់ព្រំដែនឲ្យខាងតែបានបើអត់ដូច្នេះទេគឺថៃគឺគិតថាកម្ពុជានៅតែរំលោភកិច្ចព្រមព្រៀងបាត់ឈប់បាញ់អីឡាក់នឹងឡាក់ប៉ុន្តែកម្ពុជានៅតែប្រកែកម្ដងហើយម្ដងទៀតថាមិនបានដាក់មីនថ្មីទេមីននឹងគឺជាមីនចាស់ទេថៃចូលមកក្នុងដែនអធិបតេយ្យរបស់កម្ពុជាដោយបំពេញផ្លូវតម្រាយផ្លូវហ្នឹងគឺគេមិនអោយដើរទៅណែឯងដើរទន្ទ្រានខុសច្បាប់ខុសពេលវេលាខុសកាលខុសទីតាំងអីចឹងជន់មានតែខ្លួនឯងជួនកាលអាចថៃដាក់ខ្លួនឯងជន់ខ្លួនឯងមិនដឹងនេះគឺជាការឡងគ្នាទៅវិញទៅមកឆ្លើយឆ្លងគ្នាគ្មានទីបញ្ចប់ក៏ប៉ុន្តែស្រាប់តែរឿងមួយដែលសំខាន់គឺថៃក៏ចោទថាកម្ពុជាដាក់មីនច្រើននៅតំបន់ប្រាសាទតាកបីនឹងដែលធ្វើឲ្យថៃមិនអាចវាយយកប្រាសាទតាកបីបានដោយសារតែអាមីនដាច់ជើងហ្នឹងហើយមានទាហានថៃដាច់ជើងម្នាក់នៅប្រាសាទតាកបីហ្នឹងនៅពេលដែលវាយចូលសន្ធាប់មកជន់មីនខ្មែរក៏រើទៅវិញប៉ុន្តែរាយការណ៍ថាដាច់ជើងមួយហ្នឹងខ្ញុំជឿថាប្រហែលជាកុហកទៀតព្រោះអីបើសិនជាមានមីនច្រើនមែនរឿងអីចូលមកមានដាច់ជើងតែមួយបើទាហានថៃពេញព្រៃដែរហ្នឹងដូច្នេះអាហ្នឹងយើងអត់ដឹងរឿងនេះប៉ុន្តែគ្រាន់តែថារឿងពិតមួយគឺថៃអត់អាចវាយយកប្រាសាទតាកបីបានទេដោយសារតែថៃអះអាងថាមីនថៃចេះធ្វើលេសទៅជួនកាលមកពីកងទ័ពខ្មែរយើងប៉កែខ្លាំងហ្នឹងទប់ថៃមិនឲ្យចូលបានចេះថៃចេះថាមីនចូលមិនបានតែឥឡូវបើថាថៃថាមីនចូលមិនបានក៏គិតថាបើចោះបើដោះមីនថៃចូលមិនយកខ្ទេចអស់ទេអញ្ចឹង
អញ្ចឹងថៃចិត្តតែលួងខ្មែរនឹងឲ្យដោះមីនរហូតអត់ដែលមានដំណោះស្រាយទេប៉ុន្តែថ្មីនេះអាជ្ញាធរមីនកម្ពុជានឹងគឺតាមរយៈកាលពីថ្ងៃទី2ខែតុលាខ្ញុំអានអំពីសេចក្តីថ្លែងការណ៍របស់អាជ្ញាធរមីនកាលពីហ្នឹងកាលពីថ្ងៃទី2ខែតុលាឆ្នាំ2025គឺនៅទីស្នាក់ការអាជ្ញាធរមីនគឺក្នុងនោះមានលោកលីធុចជាអនុប្រធានទី1អាជ្ញាធរមីនចូលនៅក្នុងពិធីអធិបតីនៅក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាបោះសម្អាតមីនគាំទ្រគម្រោងមូលនិធិរបស់រដ្ឋាភិបាលកម្ពុជាដែលចុះហត្ថលេខាឲ្យប្រព្រឹត្តទៅនៅអាជ្ញាធរមីនជាមួយនឹងបញ្ជាការដ្ឋានកងទ័ពជើងគោកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោះសម្អាតមីននិងកាកសំណល់សង្គ្រាមនិងមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជាស៊ីម៉ាក់ហើយពិធីចុះហត្ថលេខាថ្ងៃទី2នោះគឺផ្ដោតទៅលើការបោះសម្អាតមីនចំនួនលើផ្ទៃដីដែលមាន41លាន7សែនម៉ែត្រការ៉េគឺស្មើនឹង453ចំការមីននៅក្នុងខេត្តចំនួន6រួមមានបន្ទាយមានជ័យឧត្តរមានជ័យសៀមរាបបាត់ដំបងព្រះវិហារនិងពោធិ៍សាត់បាទហើយខេត្តទាំងអស់នេះដែលរៀបរាប់នៅក្នុងអ្វីដែលជាសេចក្តីថ្លែងការណ៍របស់អាជ្ញាធរមីនកាលពីថ្ងៃទី2ហើយពិធីចុះហត្ថលេខាត្រូវការចាយលុយដល់ទៅ5លានដុល្លារថវិកាជាតិសម្រាប់ជួយដោះមីននៅក្នុងខេត្តទាំង6ហ្នឹងខេត្តទាំង6ហ្នឹងគឺជាខេត្តជាប់ព្រំដែនថៃទាំងអស់បាទហើយដោយសារតែខេត្តទាំង6នេះជាខេត្តជាប់ព្រំដែនថៃហើយដោយសារតែថៃមានសំណើច្រើនលើកច្រើនគ្រាហើយឲ្យថៃឲ្យកម្ពុជាដោះមីននៅតំបន់ព្រំដែនហ្នឹងដើម្បីស្ដារស្ថានភាពប្រទេសទាំងពីរឡើងវិញធ្វើឲ្យប្រជាពលរដ្ឋណែខ្មែរមួយចំនួនធំបារម្ភថាយើងដោះមីនទៅតាមសំណើរបស់ថៃហើយព្រោះអីចំការមីនដែលលើកឡើងមិញហ្នឹងគឺប្រជាពលរដ្ឋគិតថាបើខេត្តទាំង6ដែលខ្ញុំរៀបរាប់មានឧត្តរមានជ័យសៀមរាបបាត់ដំបងព្រះវិហារពោធិ៍សាត់ទាំងអស់នេះគឺសុទ្ធតែខេត្តជាប់ព្រំប្រទល់ថៃទាំងអស់បងប្អូនមានខេត្តណាមួយដែលអត់ជាប់ព្រំប្រទល់ថៃខេត្តបន្ទាយមានជ័យហ្នឹងគឺជាប់រឿងព្រំប្រទល់ថៃច្រើនជាងគេផងហើយក្រោយមកមានខេត្តបាត់ដំបងហ្នឹងក៏តែមានព្រះវិហារក៏តែមានពោធិ៍សាត់ក៏មានដោយពោធិ៍សាត់យើងដឹងតំបន់ថ្មដាកន្លែងថ្មដាដែលគេទឹមវាយសំណង់យើង3ខ្នងរំលាយផ្ទះដែលមានស្នាក់ការប៉ុស្តិ៍ប៉ូលីសខ្មែរមួយឲ្យលុបត្រង់សេលុបអីនៅស្អីអូភ្លុកដំរីអីនោះអាហ្នឹងនៅក្នុងខេត្តពោធិ៍សាត់នៅក្នុងជាប់ខេត្តត្រាតព្រំប្រទល់ជាប់ព្រំប្រទល់គ្នាអាហ្នឹងហើយដែលធ្វើឲ្យប្រជាពលរដ្ឋភ័យបារម្ភថាចោះបើសិនជាអត់ទាន់ដោះមីនផងថៃយកបន្លាលួសយកមករាយឲ្យឡើងយ៉ាងស្រោចឲ្យចុះបើដោះមីនទៀតតើកម្ពុជានឹងចូលសងថៃឲ្យដូចក្នុងសម័យលង្វែកនៅក្នុងការបោះប្រាក់ដួងឆ្ការព្រៃឫស្សីដែរឬយ៉ាងណាអានឹងជាការព្រួយបារម្ភរបស់ប្រជាពលរដ្ឋដល់តែពេលព្រួយបារម្ភខ្លាំងថ្ងៃនេះអាជ្ញាធរមីនលើកឡើងថ្លែងមកវិញដើម្បីឲ្យប្រជាពលរដ្ឋស្ងប់ចិត្តបាទហើយតើស្ងប់ចិត្តបានប៉ុណ្ណាខ្ញុំអានសេចក្តីថ្លែងការណ៍របស់អាជ្ញាធរមីនដែលត្រូវការចេញការបំភ្លឺម្ដងទៀតតាមពិតបើសិនជាច្បាស់លាស់ហើយបើអត់ត្រូវមានការបំភ្លឺទៀតមិនអញ្ចឹងហ៎បងប្អូនប៉ុន្តែបងប្អូនរឿងដែលគ្មានសារព័ត៌មានឯករាជ្យគ្មានសារព័ត៌មានសេរីដើម្បីយកថ្លឹងថ្លែងសាររបស់រដ្ឋាភិបាលនឹងមកឲ្យសម្ភាសឬក៏អីរឿងលម្អិតទៅវាអត់មានវាមានតែមួយខាងរដ្ឋាភិបាលនិយាយអីឲ្យប្រជាពលរដ្ឋជឿតាមគាត់ចឹងទៅហើយប្រជាពលរដ្ឋណាដែលជឿរដ្ឋាភិបាលមកអាយុមកហើយរដ្ឋាភិបាលធ្វើតែនយោបាយប្រជាពិធដ្ឋមកអាយុទៅហើយហ្នឹងតែធ្វើអីក៏រដ្ឋាភិបាលធ្វើត្រូវតែធ្វើអីក៏ចោទថាអ្នកដែលតវ៉ាជាក្រុមឧទាមជាក្រុមបដិវត្តពណ៌ជាក្រុមក្បត់ជាតិជាក្រុមអីតែអញ្ចឹងតែរហូតដូច្នេះរកកន្លែងជឿអត់បានហើយដល់ពេលអញ្ចឹងគាត់ត្រូវការបកស្រាយឥឡូវការបកស្រាយរបស់គាត់ហ្នឹងគឺអញ្ចេះអាជ្ញាធរមីនកម្ពុជានិយាយនៅថ្ងៃទី5ខែតុលាឆ្នាំ2025នេះថាគម្រោងសម្អាតមីនក្នុងទំហំផ្ទៃដីដែលមានមីនជាង41គីឡូម៉ែត្រការ៉េគឺស្ថិតនៅក្នុងភូមិឃុំស្រុកខេត្តមិនជាប់និងមិននៅជិតនឹងព្រំដែនតំបន់ព្រំដែនកម្ពុជាថៃទេហើយមិនបំរើហើយសំទោសហើយបំរើដល់ប្រយោជន៍ប្រជាពលរដ្ឋកម្ពុជាខ្ញុំសូមអានម្ដងទៀតចំណងជើងរបស់សេចក្តីថ្លែងការណ៍របស់អាជ្ញាធរមីនហ្នឹងគឺគម្រោងបោះសម្អាតមីនក្នុងទំហំដីដែលមានមីនជាង41គីឡូម៉ែត្រការ៉េគឺស្ថិតនៅក្នុងភូមិឃុំស្រុកក្នុងខេត្តមិនជាប់
នឹងឬមិននៅចិត្តនឹងតំបន់ព្រំដែនកម្ពុជាថៃទេហើយបំរើដល់ផលប្រយោជន៍ប្រជាពលរដ្ឋកម្ពុជាគាត់ថាមិនជាប់នឹងឬមិននៅចិត្តតំបន់ព្រំដែនកម្ពុជាថៃខ្ញុំអត់ទាន់បកស្រាយលម្អិតអំពីអ្វីដែលជាសេចក្តីថ្លែងការណ៍គាត់ទៅក្រោមទៀតទេប៉ុន្តែបើយើងមើលអ្វីដែលគាត់សរសេរថ្ងៃ5នេះហើយនឹងថ្ងៃទី2នេះគឺវាប្រឆាចគ្នាបន្តិចហើយខ្ញុំមិននិយាយថាចោតប្រកាន់គាត់យ៉ាងណាទេខ្ញុំគ្រាន់តែអានឯកសារគាត់គាត់ថាពិធីចុះហត្ថលេខាត្រូវធ្វើការបោសសម្អាតផ្ទៃដីមានចំនួន4លាននៅ41លាន7សែនម៉ែត្រការ៉េស្មើនឹង453ចំការមីនក្នុងខេត្តចំនួន6រួមមានខេត្តបន្ទាយមានជ័យខេត្តឧត្តរមានជ័យខេត្តសៀមរាបខេត្តបាត់ដំបងខេត្តព្រះវិហារនិងខេត្តពោធិ៍សាត់ហើយខេត្តទាំងអស់នោះសុទ្ធតែជាប់ព្រំដែនថៃទាំងអស់អូខេឥឡូវចង់និយាយពីរឿងខេត្តជាប់ព្រំដែនថៃគឺចំការមីនហ្នឹងវានៅខេត្តជាប់ព្រំដែនថៃប៉ុន្តែវិលមកសេចក្តីថ្លែងការណ៍របស់អាជ្ញាធរមីនវិញគាត់ថាដីទាំងអស់ហ្នឹងគម្រោងទាំងអស់ហ្នឹងគឺស្ថិតនៅក្នុងភូមិឃុំស្រុកខេត្តមិនជាប់នឹងឬមិននៅចិត្តខ្ញុំថាបើសិនជាមិនជាប់ព្រំដែនគឺអាជ្ញាធរមីនហាក់បីដូចជានិយាយពំតណោតរឿងខ្លួនឯងនិយាយអញ្ចេះថាចុះខេត្តទាំងអស់ហ្នឹងនៅជាប់ព្រំដែនទៅហើយមិនបានថាខេត្តទាំងអស់នេះភូមិឃុំទាំងអស់នេះមិនជាប់ព្រំដែននិយាយទៅអាចនៅក្នុងន័យមួយត្រូវត្រង់ថាមិននៅចិត្តតំបន់ព្រំដែនវាអាចអញ្ចេះតែបើមិននៅជាប់ខេត្តព្រំដែនគឺមិននៅក្នុងខេត្តដែលជាប់ព្រំដែនគឺដូចជាមិនត្រូវទេព្រោះខេត្តទាំងអស់ហ្នឹងវាជាប់ព្រំដែនប៉ុន្តែបើគាត់អះអាងថាមិននៅចិត្តព្រំដែនអាហ្នឹងវាសមស្របប៉ុន្តែគាត់មិនប្រើពាក្យថាមិននៅនិយាយទៅគឺថាខេត្តទាំងអស់ហ្នឹងមិននៅជាប់ព្រំដែនទី1ទី2ថាស្រុកហ្នឹងគឺមិននៅចិត្តអាកន្លែងដែលដោះមីនហ្នឹងមិននៅចិត្តតំបន់ចំនួនទេបើចង់បកស្រាយអញ្ចឹងតែយ៉ាងណាបងប្អូនអាចដែរវានៅស្រុកច្រើនណាស់ព្រោះបើយើងមើលទៅស្រុកដែលជាខេត្តជាប់ព្រំដែនមែនតែស្រុកភូមិទាំងអស់នោះវាអាចនៅឆ្ងាយពីព្រំដែនអីអញ្ចឹងទៅព្រោះធម្មតាបើយើងនិយាយថាបន្ទាយមានជ័យវានៅជាប់ព្រំដែនថៃមែនហើយប៉ុន្តែវានៅជាប់ព្រំដែនថៃតែនៅតំបន់ដូចជាថ្មដាឬសំទោសខាងនឹងខេត្តពោធិ៍សាត់ដូចនៅតំបន់ព្រៃច័ន្ទឬក៏ភូមិជោគជ័យអាហ្នឹងវានៅជាគៀកព្រំដែនប៉ុន្តែបើយើងមកឆ្ងាយអញ្ចេះមកអាហ្នឹងវារាប់10គីឡូមកបានន័យថាវាខេត្តជាប់ព្រំដែនតែតំបន់ដែលដោះមីនវាមិននៅគៀកនៅក្នុងតំបន់ចំនួនវាអាចអញ្ចឹងដែរប៉ុន្តែការដែលពន្យល់ហ្នឹងវាពំតណោតពីដើមឡើយមកហ្នឹងបើនិយាយតាំងពីមួយម៉ាត់ប៉ុណ្ណឹងមកទៅវាចប់បាត់ទៅហើយឧទាហរណ៍អាជ្ញាធរមីនថ្ងៃទី2ខែតុលាដាក់ថាគ្រោងដោះមីនចំនួនប្រមាណ443 ចំការមីនហ្នឹងនៅក្នុងខេត្តចំនួន6គឺបន្ទាយមានជ័យមានសៀមរាបបាត់ដំបងព្រះវិហារពោធិ៍សាត់អីហ្នឹងប៉ុន្តែគឺយើងដោះមីនតែនៅក្នុងតំបន់ឆ្ងាយពីតំបន់ចំនួនអីចឹងទៅអត់ដល់ពេលអត់ទៅធ្វើឲ្យមានមន្ទិលពេញបណ្ដាញសង្គមឥឡូវមកបកស្រាយចឹងទៀតទៅតែបកស្រាយយ៉ាងណាក៏ជាការដែលល្អដែរដើម្បីឲ្យ clear ដើម្បីឲ្យមានដូចថាកុំឲ្យប្រជាពលរដ្ឋនឹងមានមន្ទិលប៉ុន្តែសួរថាប្រជាពលរដ្ឋទុកចិត្តអាជ្ញាធរប៉ុណ្ណាអានឹងជារឿងប្រជាពលរដ្ឋទេព្រោះអីនៅក្នុងរឿងនេះគឺអ្វីដែលបារម្ភបំផុតហ្នឹងគឺការដោះមីនគឺជារឿងដែលធ្វើជា allergy របស់អង្គការស៊ីម៉ាក់និងអាជ្ញាធរមីននឹងរាប់សិបឆ្នាំហើយដោះរាប់លានមីនអីហ្នឹងវាអត់មានអីភ្ញាក់ផ្អើលទេរំដោះដីស្រែអីឲ្យប្រជាពលរដ្ឋអាស្រ័យផលអីបានគ្រប់ទិសទីនេះគឺជាការពិតតាគ្មាននរណាគេទៅលុបចោលពីសមិទ្ធិនៃការខំប្រឹងប្រែងរបស់អាជ្ញាធរមីននិងស៊ីម៉ាក់ទេដោះនេះបានឲ្យលុយហ្នឹងអាមេរិកក៏ជួយរាប់សិបលានដុល្លារដែរដើម្បីជួយនោះប្រទេសនៅលើពិភពលោកគេជួយច្រើនណាស់ដើម្បីឲ្យដោះមីនហ្នឹងវាអត់មានអីជាអាត់កំបាំងទេសំខាន់គឺដោះមីនតាមព្រំដែននៅក្នុងស្ថានភាពកំពុងតែមានបញ្ហានេះទៅធ្វើឲ្យប្រជាពលរដ្ឋរៀងភ័យពួកគាត់អត់ទុកចិត្តរដ្ឋាភិបាលត្រង់ថាគេយកបលាលួសយកមករាយយើងអត់ធ្មត់រហូតហើយតបនឹងបានមីនយោងទាហានជួមុខក៏ប្រាប់ដែរថារាល់ថ្ងៃហ្នឹងបានមីនយោងទេបើអត់មីនយោងថៃចូលខ្ទេចខ្ទីអស់ហើយចឹងតែយើងដោះមីនគឺវាអាចបញ្ហាតែឥឡូវអាជ្ញាធរប្រាប់ថាអត់ដោះមីននៅតំបន់កំពុងតែមានវិវាទចំនួនគ្នានឹងនៅឡើយទេគឺដោះនៅកន្លែងណាដែលស្រុះស្រួលគ្នាដូច្នេះយើងសង្ឃឹមថារឿងនេះគឺឲ្យអញ្ចឹងចោះព្រោះអីដូចប្រាសាទតាកបីអីទៅដោះមីននៅតំបន់ហ្នឹងចប់ហើយថៃចូលយកខ្ទេចតែម្ដងបាទ
ហើយយើងកំពុងតែអត់ធ្មត់ចឹងស្រាប់ផងស្រាយអាមីននឹងទៀតគឺឲ្យគេយកស្រួលទៀតតែយ៉ាងណានេះជាការបកស្រាយរបស់អាជ្ញាធរមីនហើយបងប្អូនជឿប៉ុណ្ណាទុកចិត្តប៉ុណ្ណាតាមការគួរអ្វីដែលជារឿងបន្ទាប់នេះគឺយើងចប់រឿងមីនយើងចូលមកដល់ការសង់លបងរបស់យោធាថៃម្ដងខ្ញុំថាយោធាថៃគឺសម័យក្នុងខោមកដល់ម៉ោងនេះគឺគាត់ធ្វើនយោបាយមួយដែលធ្វើបាបចិត្តប្រជាពលរដ្ឋខ្មែរផងធ្វើបាបចិត្តរបស់រដ្ឋាភិបាលកម្ពុជាក្នុងពេលកំពុងតែមានបញ្ហាស្អំចិត្តប្រជាពលរដ្ឋខ្លួនឯងយ៉ាងលំបាកហើយថៃដឹងចំណុចខ្សោយនេះនៅពេលដែលកម្ពុជាអត់ធ្មត់គឺថៃស្អំចិត្តប្រជាពលរដ្ឋខ្លួនឯងគឺដាក់លបងដាក់បលាលួសឈូសឆាយផ្ទះប្រជាពលរដ្ឋខ្មែរនៅលើដីខ្មែរធ្វើផ្លូវធ្វើអីហេដ្ឋារចនាសម្ព័ន្ធយោធាចុះសម្រុកទៅព្រំដែនហើយតំបន់ដែលខ្លួនគ្រប់គ្រងបានអានេះគឺជាការធ្វើបាបផ្លូវចិត្តរដ្ឋាភិបាលកម្ពុជាសម្បើមហើយខ្ញុំថាមិនធ្វើបាបតែផ្លូវចិត្តរដ្ឋាភិបាលកម្ពុជាទេគឺធ្វើបាបផ្លូវចិត្តខុសសនិករបស់គណៈបកកណ្ដាលអំណាចនិងរដ្ឋាភិបាលកម្ពុជាយ៉ាងសន្ធឹកណាស់ព្រោះអស់លោកមួយថ្ងៃភ័យខ្លាំងរឿងត្រូវតែឡើងមកប្រាប់ថាអានឹង AI ទេព័ត៌មាននឹងមិនពិតទេអានឹងคล้ายទេភ្នំទ្របស្ថិតនៅក្នុងការគ្រប់គ្រងរបស់យើង 100% ទេប្រាសាទតាមាន់ធំយើងគ្រប់គ្រងទេថៃអត់បានចូលទៅក្បែរទេសំបីកុំថាឡើយចូលដល់ប្រាសាទតាមាន់ធំណាសំបីតែដីកុំថាឡើយថយមួយជំហានមួយចំអាមក៏ខ្មែរអត់ថយដែរមានស្ដាប់ប្រសាសន៍របស់អ្នកស្រីម៉ាលីសុជាតាអ្នកនាំពាក្យក្រសួងការពារជាតិថ្លែងសារយូរដែរហើយបងប្អូនប្រហែលជា2ខែហើយដឹង1ខែជាងហើយដឹងដែលគាត់ថ្លែងថាក្រោយបាត់ឈប់បាញ់នេះកម្ពុជាមិននៅឈរជើងនៅក្នុងប្រាសាទតាមាន់ធំបានទាំង 100% កុំថាឡើយ1មីលីម៉ែត្រសំបីតែមួយជំហានក៏មិនថយជាដាច់ខាតអីចឹងទៅប៉ុន្តែក្រោយមកលោកអ្នកវងដែលជាមេបញ្ជាការនៅប្រាសាទតាមាន់ធំទៅប្រាប់អ្នកដែលចុះទៅសង្កេតការរបស់អាស៊ានហ្នឹងប្រាប់ថាកាលមុនបាញ់គ្នាយើងវាយយកបានហើយទាហានថៃរត់កាត់ខ្ចាយអស់ហើយដល់ពេលបាញ់ហើយគេយកបលាលួសមករាយគេជីកលេនដ្ឋានឥឡូវគេគ្រប់គ្រងនៅក្នុងផ្នែកនៃតំបន់ប្រាសាទតាមាន់ធំមេបញ្ជាការទទួលស្គាល់ការពិតយើងទាំងអស់គ្នានៅតែថាប្រាសាទតាមាន់ធំស្ថិតនៅក្នុងការគ្រប់គ្រងរបស់យើង 100% ខ្ញុំមិនជំទាស់ទេអស់លោកខ្ញុំក៏ស្រឡាញ់ជាតិយើងដូចតែអស់លោកដែរចង់បានដីដែនអធិបតេយ្យរបស់យើងក្នុងការគ្រប់គ្រងរបស់យើងឬបាត់ឈីចាប់អស់លោកក៏ឈីចាប់ដែរខ្ញុំជឿប៉ុន្តែអ្វីដែលឈឺចាប់បំផុតគឺអ្វីដែលអត់អាចទទួលអាព័ត៌មានការពិតដែលគេផ្សាយឡើងស្រោចឲ្យយើងនៅតែគេ AI រហូតនេះតើយើងធ្វើយ៉ាងម៉េចនឹងអាចយកប្រៀបនៅលើគេបានបើប្រជាពលរដ្ឋខ្លួនឯងអត់អាចទទួលព័ត៌មានពិតផងហ្នឹងឥឡូវខ្ញុំមិនទៅខ្វល់ទេថាឥឡូវនៅថ្ងៃមុនហ្នឹងឃើញលោកអនុទិនច័ន្ទវរៈគុលចុះទៅប្រាសាទតាមាន់ធំមានរូបថតរូបអីគេយកមកប្រាប់ថាហ្នឹង AI ទេអត់តិចអត់អីលាក់នឹងលាក់ខ្ញុំថា AI មិន AI ប៉ុន្តែគេចុះទៅដល់តំបន់អស់ហ្នឹងភ្នំទ្របថ្ងៃនេះតំណាងរាជគណៈបកប្រឆាំងគេចុះឡើងទៅលើភ្នំទ្របគេថតរូបយោធាថៃគេថតរាប់ពាន់សន្លឹកទៅហើយគឺពីលើភ្នំទ្របមកតើ AI ណាក៏គេមិនឈឺក្បាលនៅក្នុងការបង្កើតចេះសោះចុះហេតុអីកម្ពុជាអត់ព្រមបង្កើត AI ខ្លួនឯងដែរទៅដើម្បីប្រាប់ប្រជាពលរដ្ឋថាណាទាហានខ្មែរឡើងលើភ្នំទ្របពេញហើយ AI អីទៅលួងចិត្តខ្លះទៅហោះប្រាសាទតាមាន់ធំយើងលុកលុយពេញហើយសត្វទាហានខ្មែរនាយករដ្ឋមន្ត្រីខ្មែរក៏ទៅដល់នឹងដែរទៅដល់អីតាអនុទិនច័ន្ទវរៈគុលលោកហ៊ុនម៉ាណែតក៏ទៅដែរណែមើលអញ្ចឹងទៅឧទាហរណ៍តែដល់ពេលទៅចោត AI គេឡើងសន្ធឹកអាខ្លួនឯងអត់មានមួយស្លឹកហើយនៅស្រែកតាំងពីទល់ដែនឆ្ងាយពីទល់ដែននឹងមកនឹងមានអ្នកកសែតចងមុងពីរនាក់នឹងឡើងមកនឹង AI រហូតដល់អញ្ចឹងយើងវាពិបាកណាស់បងប្អូនយើងវាពិបាកត្រង់ថាយើងអត់ទទួលស្គាល់ការពិតហើយយើងធ្វើសង្គ្រាមអីក៏ដោយនៅពេលដែលយើងអត់ទទួលស្គាល់ការពិតអំពីកម្លាំងសត្រូវរបស់យើងមើងងាយមើលស្រាលសត្រូវថាគេធ្វើតែ AI ហើយយើងនៅតែច្បាស់ខ្លួនឯងថាយើង 100% គ្រប់គ្រងទីតាំងគឺដូចសម័យខ្មែរក្រហមអញ្ចឹងមានតែមេក្រូនឹងអាគុយមួយស្រែកអាខ្មាំងយួនចូលមកចាប់ឯងពេញភូមិទាំងអស់ចាប់ខ្មាំងយួនដាក់គុកអស់អាលីងតែដល់ពេលគេវាយមកប្រាវរត់អត់មានបានតដៃគេមិនបន្តិចពួកអីគេរត់ចោលជួអស់ហើយហ្នឹងពួកយើងនៅលឺតែមេក្រូថាយើងចូលសម្រុកទៅមុខបានតែក្រុមឃោសនាផ្សព្វផ្សាយទៅមុខបានតែមានមេក្រូមួយនឹងនេះនឹងចិត្តតែផ្សាយទៅ
ហើយដល់ពេលអ្នកដែលស្ដាប់មកហ្នឹងចិត្តតែលឺតែអញ្ចឹងទៅហើយជឿប៉ុន្តែសម័យបច្ចេកវិទ្យាបែបនេះមិនមែនជាសម័យខ្មែរក្រហមទេបងប្អូនសម័យនេះប្រជាពលរដ្ឋមើលព័ត៌មាននៅលើបាតដៃហ្នឹងហើយទៅយើងទៅកុហកគាត់យ៉ាងម៉េចឥឡូវបើសិនជាអស់លោកថា AI អីទៅខ្ញុំមិនទៅចង់ឲ្យថៃឯណាមកកាន់កាប់ប្រាសាទយើងភ្នំទ្របយើងខ្ញុំឈឺចាប់ដែរហើយទៅនិយាយថាគេកាន់កាប់ហ្នឹងខ្ញុំឈឺចាប់ទេនិយាយហ្នឹងវាឈឺចាប់មិនមែននិយាយហ្នឹងចង់ឲ្យគេទេបើឲ្យគេនិយាយទៅអីឆ្ងល់ដែរនិយាយហ្នឹងគឺវាឈឺចាប់ចង់បានមកវិញបើគេយកសុំឲ្យរកវិធីប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិទៅសុំទាមមកវិញជាដីរបស់យើងជាកន្លែងដានអធិបតេយ្យរបស់យើងហេតុអីបានអស់លោកមកវាយអ្នកដែលផ្សាយឲ្យទៅចោទគេថា AI ទាំងអស់ហើយចង់បានអីអស់លោកថាអាហ្នឹងបោះយើងហើយចាំបាច់មកនិយាយចឹងទៅអីប៉ុន្តែវាបោះយើងអាម៉េចឥឡូវបើគេទៅដល់នឹងអស់ហើយរួចទៅយើងអត់មានថ្នាក់ដឹកនាំយើងអត់មានព័ត៌មានអត់មានរូបថតអីមកស្លឹកយើងនិយាយរូបពាក្យពេចន៍យើងនិយាយ100សារក៏វាមិនស្មើនឹងរូបថតដែលយើងចុះទៅយកមកស្លឹកនឹងដែរឬមួយក៏យើងគិតថាទេចាំបាច់ប្រាប់អីដីខ្មែរនៅហើយណាថាអីថាទៅបោះយើងគឺបោះយើងហើយវាមិនមែនអញ្ចឹងព្រោះថៃគេប្រាប់ថាគេកាន់កាប់តំបន់យើងបានប្រមាណកន្លែងបងប្អូនថៃខ្លាចខ្មែរយើងប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិណាបងប្អូនវាគ្មានហេតុផលណាមួយដែលថៃមកប្រាប់ថាគេបានទន្ទ្រានរំលោភយកដីយើងបាននៅក្នុងទាំង11កន្លែងលើកលែងតែប្រាសាទតាកបីហើយដើម្បីឲ្យខ្មែរយើងមានហេតុផលចង់ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិកាន់តែច្រើនទេព្រោះថៃកំពុងតែខ្លាចតុលាការអន្តរជាតិ ICJ ហ្នឹងហេតុអីបានជាថៃប្រាប់ថាគេបំពេញបំផ្លាញគ្រប់គ្រងដែនដីរបស់ដែនអធិបតេយ្យខ្មែរបានដើម្បីឲ្យខ្មែរប្តឹងមានហេតុផលប្តឹងបានថៃអត់អាចទៅយកលេសហ្នឹងដើម្បីចំណេញធ្វើឲ្យខ្មែរអាចប្តឹងគេបានជាហេតុផលថាថៃទន្ទ្រានដីខ្មែរទេអត់ទេអញ្ចឹងបានន័យថាបើថៃគេថាគេយកបានគឺគេយកបានមែនតើហើយព្រោះអីគេខ្លាចអាការប្តឹងនឹងដែរតែយើងឯណាវិញថាយើងអត់បានបាត់មកកន្លែងណាផងដូច្នេះអាហ្នឹងយើងនៅរស់នៅក្នុងក្តីសុបិនណាបងប្អូននៅក្នុងក្តីសុបិនហើយខ្ញុំនៅតែលើកទឹកចិត្តថាអារឿង AI រឿងអីហ្នឹងគឺអ្នកណាក៏គេធ្វើកើតដែរប៉ុន្តែពេលខ្លះប្រយ័ត្នភូតច្រើនចាញ់អាត្មាហើយហាតម្រៃងាប់កុំយកចង្អេរទៅបាំងយកដៃទៅបាំងព្រះអាទិត្យគឺយើងបាំងបានចិត្តតែភ្នែកយើងទេតែអ្នកដតីទៀតគេមើលឃើញហើយតែគេមើលឃើញវាធ្វើឲ្យអាជំហររដ្ឋាភិបាលនៅក្នុងការអំពាវនាវឲ្យប្រជាពលរដ្ឋសាមគ្គីគ្នាជាធ្លុងមួយជឿជាក់លើរដ្ឋាភិបាលទៅរដ្ឋាភិបាលការពារប្រយោជន៍របស់ប្រជាពលរដ្ឋមិនឲ្យបាត់បង់ទឹកដីសំបីតែ1មីលីម៉ែត្រណាហើយរដ្ឋាភិបាលបដិញ្ញាការពារដែនអធិបតេយ្យបូរណភាពទឹកដីទោះក្នុងតម្លៃណាក៏ដោយសូមឲ្យប្រជាពលរដ្ឋសាមគ្គីជាធ្លុងមួយកុំបាក់បែកគ្នាសារនេះមានប្រសិទ្ធភាពតែក្នុងន័យថាយើងប្រាប់ព័ត៌មានពិតឲ្យប្រជាពលរដ្ឋទេបងប្អូនតែយើងអត់ព្រមប្រាប់ព័ត៌មានប្រជាពលរដ្ឋហើយយើងនៅតែបដិសេធច្រានចោលចោតអ្នកនេះអ្នកនោះថា AI ឬព័ត៌មានបំផ្លាស់ញុះញង់លាក់នឹងលាក់តែខ្លួនយើងអត់មានភ័ស្តុតាងបញ្ជាក់ទៅគេវិញណាយើងបរាជ័យហើយប្រជាពលរដ្ឋអាចទុកចិត្តរដ្ឋាភិបាលបានទេខ្ញុំសូមជម្រាបព្រោះរឿងសម័យនេះមិនមែនជាសម័យខ្មែរក្រហមផ្ញើប្រៀបទេផ្ញើសារតាមប្រៀបទេឬតាមមាត់ចាប់មាត់ប្រៀបនាំគ្នាពេលមានការអីគោះតដោកទេបងប្អូនសម័យនេះគឺចាស់កំរិលហើយគោះតដោកអីទៀតសម័យគេផ្ញើតែសារមកចុចតាប៊ូតុងមួយផ្ញើទៅប្រជាពលរដ្ឋ17លានអ្នកបាននៅក្នុងរយៈពេល3វិនាទីហ្នឹងហើយទៅគោះតដោកយ៉ាងម៉េចវាអត់មែនសម័យគោះតដោកទេវាជាសម័យបច្ចេកវិទ្យាអញ្ចឹងប្រើបច្ចេកវិទ្យាហ្នឹងឲ្យមានប្រសិទ្ធភាពទៅបន្លាជួបបន្លាអញ្ចឹងបើបងប្អូនគិតថាអានឹងជា AI ឬក៏មិនពិតយើងទៅខ្លួនឯងទៅភ្នំទ្របហ្នឹងពិបាកម៉េះអស់លោកទៅដល់ទីកហែងណាក៏អស់លោកទៅបាតណាហេតុអីក៏មិនទៅឡើងភ្នំទ្របនឹងបន្តិចមើលយកទាហានយកមេបញ្ជាការយើងទៅឡើងបន្តិចមើលហើយទៅថតរូបមកបើថាអត់ទេយកឲ្យអ្នកកសែតដែលល្បីដែលជំនាញរបស់អស់លោកដែលថាបកកាយយកព័ត៌មានហ្នឹងហែកជេសវឹងខូបអីហ្នឹងឡើងទៅលើភ្នំទ្របទៅហើយថតរូបមកបើអស់លោកបកកាយណាស់ហ្នឹងមិនជិះយន្តហោះទៅភ្នំទ្របឬក៏ឡើងទៅភ្នំទ្របហ្នឹងថតវីដេអូឲ្យបងប្អូនបានមើលមួយម៉ាត់មើលបើកុំឲ្យតាក្អេងក្អាងដូចកែបកាត់ក្នុងក្អមហ្នឹងអស់លោកកុំនិយាយអាភាសាអញ្ចឹងនិយាយមកប្រជាប្រដ្ឋទៅជឿស្អីនិយាយថា100ម៉ាត់ទៅក៏អត់បានប្រយោជន៍តើឲ្យទៅយករូបថតតាមមួយស្លឹកដូចគេអញ្ចឹងដូចថៃមកឥឡូវដើម្បីជួសបន្លាថៃ
គឺយើងត្រូវយកបន្លាជួសបន្លាបើថៃគេទៅដល់ប្រាសាទតាមាន់ធំហើយយើងថាអានឹងជារូប AI ចុះយើងយកទៅហ៊ានយើងទៅដែលថាឈរជើងនៅប្រាសាទតាមាន់ធំថតមកប៉ុស្តិ៍នៅអាកន្លែងដែលលោកអនុទិនច័ន្ទវរៈគុលថតហ្នឹងថតមកតែមកប៉ុស្តិ៍មកបានហើយផ្ញើទៅបងប្អូនប្រជាពលរដ្ឋទៅថៃគេថាអូអានឹង AI កាត់តតែយ៉ាងហោចណាស់ក៏កម្ពុជាយើងបានមានទាហានយើងទៅដល់ទីនោះដែរដើម្បីប្រាប់មកយើងវិញហោះបើថាភ្នំទ្របនឹងស្ថិតនៅក្នុងការគ្រប់គ្រងរបស់កម្ពុជាចុះបញ្ជូនថាឥឡូវថាបើខ្លាចថ្នាក់ដឹកនាំមេបញ្ជាការយើងទៅក្រែងប៉ះពាល់សុវត្ថិភាពព្រោះថៃគេមានដ្រូនមានអីគេអាចទម្លាក់គ្រាប់តែទម្លាក់គ្រាប់មិនលើដែនអធិបតេយ្យរបស់យើងមានបត់ឈប់បាញ់ហើយរឿងអីយើងទៅមិនបានបើដីរបស់យើងនេះខ្ញុំចង់ឆ្ងល់ទៅដីរបស់យើងចូលបានតាយើងចូលទៅទាហានរឿងអីបើថាស៊ីវិលចូលមិនបានខ្ញុំមិនឆ្ងល់ទេប៉ុន្តែទាហានរឿងអីចូលមិនបាននៅក្នុងដែនអធិបតេយ្យរបស់ខ្លួនហេតុអីបានជាលោកហ៊ុនម៉ាណែតទៅអត់បានហេតុអីបានជាលោកហ៊ុនសែនទៅអត់បានព្រោះលោកសុទ្ធតែជាផ្កាយមាស5កងបញ្ជាការផ្កាយមាស5ផុតលេខសិទ្ធិអ្នកដែលមានដាវអាញាសឹកបញ្ជាតបបានទៀតចឹងបានន័យថាក្រងសម្លៀកបំពាក់ជាយោធាទៅតំបន់ហ្នឹងទៅហើយថតរូបមកស្លឹកទៅខ្ញុំមិនលើកទឹកចិត្តឲ្យអស់លោកទៅបថុយបឋានដែលទៅអាចថៃគេមានដ្រូនមានអីគេបាញ់សម្លាប់ថ្នាក់ដឹកនាំយើងដោយអត់ប្រយោជន៍ទេខ្ញុំមិនចង់លើកទឹកចិត្តអញ្ចឹងដែរទេខ្ញុំគិតថាពេលនេះគឺជាពេលថែរក្សាសុវត្ថិភាពថ្នាក់ដឹកនាំទៅកុំឲ្យមានគ្រោះថ្នាក់អីព្រោះប្រជាពលរដ្ឋត្រូវការមេដឹកនាំដែលនៅមានជីវិតមិនមែនមេដឹកនាំដែលបាត់បង់ជីវិតទេប៉ុន្តែនៅក្នុងន័យហ្នឹងគឺមិនន័យថាកុំឲ្យយើងនឹងប្រើប្រជាពិធអញ្ចឹងពេកប្រជាពលរដ្ឋឲ្យជឿជាក់លើរដ្ឋាភិបាលតែរដ្ឋាភិបាលអត់ព្រមយកបន្លាជួសបន្លានៅក្នុងសវនាការតឡាការនៅពេលដែលគេចោទប្រកាន់យើងថាកូនក្តីបានប្រើកំភ្លើងបាញ់សម្លាប់ជនរងគ្រោះដែលជនជាប់ចោតប្រើកំភ្លើងបាញ់សម្លាប់ជនរងគ្រោះដែលមានកំភ្លើងស្នាក់ស្មាមចេះមានប្រភេទកំភ្លើងនេះលេខ serial number ចេះអីលាក់មានកាយ៉ៅដៃហើយយើងប្រាប់ថាកូនក្តីខ្ញុំអត់បានបាញ់ផងអានឹង AI ទេគេរួយ AI គេបង្កើតមិនក៏បានណាអា serial number គេចង់ទៅធ្វើមិនក៏បានគេធ្វើស្អាតជាងអាកំភ្លើងមែនតែននឹងផងតើតឡាការជឿយើងទេយើងជឿយើងបានតើតែយើងប្រាប់តឡាការថាកូនក្តីរបស់ខ្ញុំមិនដែលប្រើកំភ្លើងទេកំភ្លើងនេះក៏មិនត្រូវនឹងអ្វីដែលកូនក្តីខ្ញុំអាចប្រើកាព្រោះអត់ចេះប្រើកំភ្លើងអត់ដែលបាញ់កំភ្លើងឲ្យមើលប្រវត្តិគាត់កូនក្តីហើយថ្ងៃកើតហេតុហ្នឹងណាកូនក្តីខ្ញុំអត់នៅទីតាំងកើតហេតុទៅទៀតណោះគាត់មានបេសកកម្មទៅបំពេញការងារនៅប្រទេសក្រៅរយៈពេល3ថ្ងៃចំអាថ្ងៃដែលកើតហេតុតើឲ្យអ្នកដែលនៅកន្លែងនៅប្រទេសក្រៅមកបាញ់សម្លាប់ជនជាប់ចោតនៅកន្លែងដែលកើតហេតុនឹងកើតទេត្រូវមានលិខិតបញ្ជាក់សម្បត្តិយន្តហោះរូបថតពីកន្លែងដែលធ្វើសវនាធ្វើពិធីប្រជុំនៅអាកន្លែងដែលគាត់ទៅដល់នោះដើម្បីឲ្យដឹងពេលវេលាហ្នឹងគឺអាកាលថ្ងៃផ្ទុះគ្រាប់ហើយនៅថ្ងៃដែលគាត់ទៅហ្នឹងគឺវាម្នាក់នៅកន្លែងចុងមេឃម្ខាងម្នាក់នៅកន្លែងនេះគឺមិនអាចជន់ដដែលហ្នឹងមកបាញ់នៅកន្លែងវាទាល់តែអញ្ចឹងបានគេជឿហើយត្រូវចាត់ទុកប្រជាពលរដ្ឋដូចជាអ្នកដែលសម្រេចសេចក្តីដើម្បីឲ្យរឿងយើងហ្នឹងគេជឿដែរប្រជាពលរដ្ឋហ្នឹងគឺជាអ្នកសម្រេចសេចក្តីតែជាចៅក្រមតាហើយយើងហ្នឹងគឺជាអ្នកបង្ហាញភ័ស្តុតាងមិនអាចទៅប្រាប់ចៅក្រមថាអាហ្នឹង AI ហ្នឹងជឿខ្ញុំទៅហើយចៅក្រមគាត់ជួនកាលអ្នកស្រែចម្ការអ្នករត់ផាសស្អាប់អ្នកអីហ្នឹងគាត់មានលទ្ធភាពអីណាទៅដឹងថាអាហ្នឹង AI ទៅគេថា AI ប៉ុន្តែគាត់ត្រូវសម្រេចសេចក្តីតើតែយើងពន្យល់ឲ្យភ័ស្តុតាងឲ្យត្រឹមត្រូវមកដើម្បីឲ្យគាត់មានគំនិតថាគេថា AI ហ្នឹង AI របស់គេដែលមានឯកសារគេបញ្ជាក់មក AI ខ្ញុំជឿថា AI អញ្ចឹង AI ក៏ AI ទៅតែឥឡូវអត់ទេវិមតិសង្ស័យបានប្រយោជន៍ទៅសាធារណជនហើយថាអ្វីទាំងអស់នោះជាការពិតអញ្ចឹងរដ្ឋាភិបាលកម្ពុជាមានរឿងច្រើនជាងដែលថាត្រូវធ្វើតែហើយឥឡូវរដ្ឋាភិបាលកម្ពុជាជ្រើសរើសវិធីមួយគឺនៅស្ងៀមជាជាងស្រដីតាពីជែកខ្ចីជាជាងតនេមាត់គឺអត់និយាយអីតែម្ដងអ្នកណាចូលមកដល់ណាអ្នកណាធ្វើអីទៅសភាពការព្រំដែនស្ងប់ស្ងាត់អត់មានសន្និសិទសារព័ត៌មានអីទៀតទេគ្មានសេចក្តីថ្លែងការណ៍តាក់ទងនឹងរឿងចុះទៅភ្នំទ្រាប់ឬក៏សេចក្តីថ្លែងការណ៍ចុះទៅប្រាសាទតាមាន់ធំអីទេមិនមែនជាទម្លាប់របស់រដ្ឋាភិបាលកម្ពុជាទេរដ្ឋាភិបាលកម្ពុជាឲ្យតែគេដាក់មួយយើងទៅមួយដាក់មួយទៅមួយតែកន្លែងខ្លះតែពេលឆ្អល់គឺយើងអត់តបតែប៉ុណ្្នឹងឯងឥឡូវនេះគឺចូលដល់រឿងបន្ថែមគឺយើងឡើងតែរវល់គ្នាពីរឿង AI គេយកដីយើងអស់លីងបន្ទាប់ទៅគឺតកតងនឹងផែនការ
គម្រោងរបស់ថៃក្នុងការលុប MOU 2000ចោលរឿងនេះគឺជារឿងរសើបមែនតើហើយខ្ញុំគិតថា MOU ឆ្នាំ2000ហ្នឹងកុំថាថៃល្ងងអត់ដឹងថា MOU ឆ្នាំ2000ហ្នឹងជាស្អីហើយលើកដៃនាំគ្នាឲ្យលុបចោលកម្ពុជាយើងក៏ដូចគ្នាដែរតើប្រជាពលរដ្ឋខ្មែរប្រមាណដែលយល់ថា MOU ឆ្នាំ2000ហ្នឹងជាស្អីនេះតើរដ្ឋាភិបាលកម្ពុជាមានក្រសួងមន្ទីរប្រមាណមន្ត្រីមានសមត្ថកិច្ចពាក់ព័ន្ធនឹង MOU ឆ្នាំ2000ប្រមាណដែលមានភាពក្លាហានគ្រប់គ្រាន់នៅក្នុងការធ្វើសិក្ខាសាលាឬក៏ពិធីបង្ហាញអំពីខ្លឹមសារនៃ MOU ឆ្នាំ2000តើថៃបាត់អីខ្មែរបានអីប្រយោជន៍អីនឹងអត់សោះមកដល់មកហ្នឹងកម្ពុជា MOU 2000អត់ដឹងថាស្អីដូចតែគ្នាអញ្ចឹងប៉ុន្តែខ្ញុំបកស្រាយពីថៃមុនហេតុអីបានជាអត់ដឹងដូចគ្នាហើយបកកែច្បាស់ដូចគ្នាអាសូរមែនតើខ្ញុំថាថៃជាតិនិយមក៏ជ្រុលសម្បើមដែរថ្ងៃនេះគឺយើងឃើញការស៊ើបអង្កេតណែធ្វើស្ទង់មតិរបស់ស្ថាប័នថៃឯករាជ្យចំណុះរដ្ឋាភិបាលខ្លះដែរប៉ុន្តែជារដ្ឋបាលមួយដែលគួរឲ្យជឿទុកចិត្តដែរអឺខាងគេហៅវិទ្យាស្ថានអភិវឌ្ឍរដ្ឋបាលជាតិរបស់ថៃហៅកាត់ថា NIDA វិទ្យាស្ថាននេះគឺធ្វើការស្ទង់មតិច្រើនលើកច្រើនគ្រាហើយតែពេលខ្លះក៏អត់តំណងដែរពេលដែលគេកំពុងស្អប់លោកហ៊ុនសែនទៅធ្វើការស្ទង់មតិថៃពីរឿងថាតើពេញចិត្តលោកហ៊ុនសែនប៉ុណ្ណាវាមិនដែរធម្មតានៅពេលដែលគេបំពេញចិត្តថ្នាក់ដឹកនាំកម្ពុជាកំពុងមានចំនួននៅព្រំដែនថៃដែលមានខ្មែរថៃណាទៅនិយាយថាពេញចិត្តថ្នាក់ដឹកនាំកម្ពុជាវាច្បាស់ជាភ្លុកទឹកភ្លុកដីស្អប់លោកហ៊ុនសែនហ្នឹងមិនអញ្ចឹងហ៎ដូចគ្នាបើសិនខ្មែរយើងធ្វើការស្ទង់មតិអំពីការស្អប់អ្នកស្រីបៃថងឋានឬក៏យោធាថៃងាប់ហើយបន្ទុកដឹងតែ100%ស្អប់យោធាថៃនិងរដ្ឋាភិបាលថៃព្រោះដោយសារតែការបិទព្រំដែនការសម្រាប់ទ័ពខ្មែរអីប្រជាប្រដ្ឋស៊ីវិលអីអញ្ចឹងប៉ុន្តែរឿងនេះគឺជារឿងមួយដែលខ្ញុំគិតថាអាចយកជាការបានត្រង់ថាអញ្ចេះគាត់ធ្វើការស្ទង់មតិនេះគឺតាក់ទងនឹង MOU ឆ្នាំ2000ព្រោះអីរដ្ឋាភិបាលថៃរបស់លោកអនុទិនច័ន្ទវរៈគុលនេះកំពុងតែត្រៀមធ្វើជាការប្រជាមតិហ្នឹងបានន័យថាអត់ទាន់រំលាយ MOU ឆ្នាំ2000នឹងចោលទេគឺទុកឲ្យប្រជាពលរដ្ឋនឹងជាអ្នកសម្រេចទូទាំងដាក់ប្រជាមតិបានន័យថាប្រជាពលរដ្ឋស្រង់មតិទៅចង់រំលាយចោលប៉ុណ្ណាបើមតិភាគច្រើនគេចង់រំលាយចោលរំលាយតាមប្រជាពលរដ្ឋទៅបើអត់ក៏ទុកវិញទៅហើយអត់ទាន់ទាំងបានដាក់ដល់ធ្វើប្រជាមតិផងគ្រាន់តែលើកឡើងនៅក្នុងរដ្ឋសភាអីឥឡូវនេះគឺខាងភ្នាក់ងារវិទ្យាស្ថានអភិវឌ្ឍរដ្ឋបាលជាតិរបស់ថៃនីដាហ្នឹងគេធ្វើ survey មួយគឺការស្ទង់មតិមួយទៅលើប្រជាពលរដ្ឋថៃចម្រុះអាយុនិងវណ្ណៈឋានៈអីចឹងនៅក្នុងសង្គមហ្នឹងឃើញថាប្រជាពលរដ្ឋថៃ65%ជាងសំទោសមិនមែន65%ទេ60.77%គេសួរថាបើឲ្យរំលាយអនុសារណៈនៃការយកគ្នារវាងកម្ពុជាថៃឆ្នាំ2000ហ្នឹងរំលាយអត់60%ជាងថារំលាយទៅកុំទុកអីបានន័យថាសម្លេងនេះច្រើនលើសលប់ណាស់បងប្អូនតែដល់ពេលសួរថាតើយល់ថា MOU ឆ្នាំ2000ហ្នឹងគេនិយាយថាអីគេនិយាយថាម៉េចទេហើយចង់ឲ្យបញ្យល់ច្បាស់ជាងហ្នឹងអត់ប្រជាពលរដ្ឋថៃ65%កន្លះប្រាប់ថាអត់យល់អា MOU ហ្នឹងជាស្អីផងចង់ឲ្យបញ្យល់ថែមឲ្យច្បាស់ជាងហ្នឹងខ្ញុំពងតែឆ្ងល់ថាចុះបើអត់យល់ថា MOU ឆ្នាំ2000នឹងជាស្អីផងហេតុអីក៏យើងគិតថាគួរតែរំលាយវាចោលទៅប៉ុន្តែខ្ញុំអត់ឆ្ងល់ដោយសារអីនៅក្នុងប្រជាពលរដ្ឋថៃទូទៅហ្នឹងគឺនៅពេលដែលមានវិវាទជាមួយព្រំដែនខ្មែរថៃហ្នឹងគឺគាត់ចាប់ផ្ដើមលាបពណ៌មួយគឺថាអារឿងចំនួនព្រំដែនខ្មែរថៃហ្នឹងគឺវាកើតឡើងដោយសារតែ MOU ឆ្នាំ2000ហ្នឹងដែលធ្វើឲ្យថៃបាត់ទឹកដីមកកម្ពុជាហើយដោយសារតែថៃបាត់ទឹកដីមកកម្ពុជាឥឡូវនេះដោយសារតែ MOU ឆ្នាំ2000ហ្នឹងគឺវាខ្ទាស់ថៃអត់អាចឲ្យនិយាយថាដេញខ្មែរចេញពីទឹកដីថៃបានអញ្ចឹងដោយសារតែមាន MOU ហ្នឹងអាតំបន់ព្រៃច័ន្ទតំបន់ជោគជ័យច្រកអានសេះឬក៏តំបន់អីផ្សេងទៀតហ្នឹងគឺវានៅការគ្រប់គ្រងរួមគ្នា
វាជាតំបន់មានចំនួនអត់ទាន់ដាច់ស្រេចដល់ពេលឥឡូវថៃចាប់ផ្ដើមវាយយកវាទីយកភូមិព្រៃច័ន្ទនិងជោគជ័យច្រកអានសេះច្រកអីហ្នឹងគេចាប់ផ្ដើមបជ្រៀតមកគេគិតថាអាការខ្ទាស់ដែលមិនអាចយកបានច្រើនទីតាំងទៀតហ្នឹងគឺដោយសារតែ MOU ឆ្នាំ2000នឹងឯងដែលថៃគិតថាបើទុកគឺច្បាស់ជាពិបាកដណ្ដើមយកដីមកពីខ្មែរវិញបានតែគេគិតថាថៃរំលោភបំពានខ្មែររំលោភបំពានថៃដល់អញ្ចឹងប្រជាពលរដ្ឋថៃយល់ថា MOU ហ្នឹងធ្វើឲ្យថៃខាត់ប្រយោជន៍ហើយ MOU 2000ហ្នឹងមិនមែនតែរឿងដីគោកទេបងប្អូនដីសមុទ្រទៀតដល់កោះគុតទៀតអញ្ចឹងថៃនៅតែគិតថាកោះគុតជាដីថៃរបស់ថៃ 100% ប៉ុន្តែគេថាបើលុប MOU នឹងចោលមិនត្រឹមថារឿងកោះគុតដីថៃ 100% ដែនសមុទ្រត្រួតស៊ីគ្នារាប់ម៉ឺនគីឡូម៉ែត្រការ៉េហ្នឹងគឺនឹងបានទៅជាប្រយោជន៍របស់ថៃទៀតនេះការគិតរបស់ថៃគឺអញ្ចឹងហើយបានទាំងអស់គ្នាអត់យល់ថានឹងនិយាយពីអីអញ្ចឹងបោះឆ្នោតឲ្យលុបចោលតែម្ដងទៅចាស់កម្ពុជាយើងវិញយ៉ាងម៉េចទៅវិញបងប្អូនយល់ថា MOU ឆ្នាំ2000នឹងជាអីដែរទេខ្ញុំឃើញការបកស្រាយរបស់អ្នកច្បាប់ច្រើនដែរថា MOU ហ្នឹងតាមពិត MOU ឆ្នាំ2000ហ្នឹងនិយាយអំពីការដែលស្រុះស្រួលគ្នាបោះបង្គោលព្រំដែនព្រំសីមាកម្ពុជាថៃមាន MOU 2000 2001ទាំងដែនសមុទ្រដែនគោកអីហ្នឹងដើម្បីថាសម្របសម្រួលគ្នាទៅព្រោះអត់ទាន់មានការឯកភាពគ្នាសុកចិត្តកុំឲ្យមានចំនួនគ្នាប្រើ MOU ហ្នឹងទៅហើយ MOU ហ្នឹងក៏បង្កើតគណៈកម្មការចំណុះច្រើនណាស់មាន JBC RBC ឬក៏អីហ្នឹងគណៈកម្មការដែលដោះស្រាយបញ្ហាព្រំដែនចម្រុះហ្នឹងនៅក្នុងក្របខ័ណ្ឌ MOU 2000ហ្នឹងដែរហើយត្រូវរើគ្នារហូតមកដល់ឥឡូវតាំងពីឆ្នាំ2000មកដល់2025គឺ25ឆ្នាំទៅមានផ្ទុះអាវុធប្រាវហ្នឹងគឺដោយសារតែមាន MOU នឹងដែរបានជាអាចនៅជជែកគ្នាបានប្រាសាទតំន់ធំគ្រប់គ្រង50បានន័យថា5ទាហាន5នាក់ខ្មែរទាហាន5នាក់ថៃប្រាសាទតាកបី2ខ្មែរ2ថៃអីអញ្ចឹងទៅក៏ប៉ុន្តែឥឡូវនេះថៃចាប់ផ្ដើមលុបវាចោលដើម្បីស្រួលយកភ្នំត្រប់ស្រួលយកកន្លែងផ្សេងទៀតដោយគិតថាមិនបាច់មានអា MOU នឹងចងព្រោះអី MOU ហ្នឹងក៏មានចងគេហៅសន្ធិសញ្ញាបារាំងសៀមដែរចំពោះខ្មែរ MOU ឆ្នាំ2000នេះខ្មែរដូចជាមានប្រៀបជាងថៃបន្តិចក្នុងន័យថាយើងយោងទៅលើអនុសញ្ញាបារាំងសៀមឆ្នាំ2000ដែលប្រើផែនទីខ្នាតលើ1-200,000ឆ្នាំអនុសញ្ញាបារាំងសៀមមិនមែនឆ្នាំ2000ទេអនុសញ្ញាបារាំងសៀមឆ្នាំ1904 1907 MOU ឆ្នាំ2000នេះអញ្ចឹងបានន័យថាខ្មែរអាចមានប្រៀបដូច្នេះបើសិនជាលុប MOU នេះចោលអ្នកដែលខាតប្រយោជន៍ច្រើនគឺខ្មែរទេបើយើងមើលខាតប្រយោជន៍ច្រើនហ្នឹងមិនមែនខាតប្រយោជន៍ខ្មែរបានដីថៃមកវិញទេខាតប្រយោជន៍ច្រើនគឺខាតនៅពេលដែលមានមន្ទិលថៃប្រើខ្នាតផែនទី1លើ50,000ថៃនឹងរំលោភយកដីខ្មែរបានដោយសេរីហើយអស់មានអីការពារតែប៉ុណ្្នឹងឯងចឹងបើអស់ MOU នេះទៅខ្មែរអស់អីការពារលលីងប៉ុន្តែមិនមែនអត់ទៅទេបងប្អូនខ្មែរនៅមានតុលាការយុត្តិធម៌អន្តរជាតិ ICJ ប៉ុន្តែ ICJ នេះណាអត់ដោះស្រាយរឿងខ្មែរបានទេទាល់តែខ្មែរប្តឹងបើអត់ប្តឹងទេគឺថៃយកមកហើយយើងនៅតែបន្តអត់ធ្មត់ទៀតទៅហើយរឿង MOU រឿងអីនេះបងប្អូនមានការជជែកវែកញែកឆ្ងាយវែងច្រើនហើយខ្ញុំថាបើយល់ល្អរដ្ឋាភិបាលនឹងចេញមកបញ្យល់ប្រាប់បងប្អូនប្រជាពលរដ្ឋទៅថាស្អីទៅជាខ្លឹមសាររបស់ MOU នឹងវាមានប្រមាណចំណុចវាមានផលប៉ះពាល់អីចឹងទៅព្រោះអីជាការល្អហើយអ្នកបណ្ឌិតកវីបញ្ញវន្តណាដែលមានថ្មីមាត់អីហ្នឹងចេះច្បាប់ចេះអីឡើងមកបញ្យល់ទៅគ្រាន់តែខ្ញុំចង់ជម្រាបជូនបងប្អូនចេះ MOU មិនមែនជាសន្ធិសញ្ញាទេពាក្យថា MOU គឺជាអនុសារណៈនៃការយោគយល់គ្នាគឺគ្រាន់តែជាការព្រមព្រៀងគ្នាមួយក្នុងការដែលដោះស្រាយបញ្ហាអន្តរកាលទេបណ្ដោះអាសន្នមិនមែនជាសន្ធិសញ្ញាចងភ្ជាប់ដោយសន្ធិសញ្ញាបារាំងសៀមទេអញ្ចឹងសរុបសេចក្តីមក MOU នេះបើគិតឲ្យមែនតែនវាគ្រាន់តែលិខិតមួយសន្លឹកដើម្បីជាការដែលស្រុះស្រួលគ្នាដោះស្រាយបញ្ហាអីមួយទេឧទាហរណ៍យើងមានព្រំប្រទល់ដីជាប់គ្នាហើយយើងចង់ធ្វើលបងលើព្រំប្រទល់ហ្នឹងដើម្បីឲ្យយើងពីរនាក់ផ្ទះនៅជាប់គ្នាហ្នឹងកុំឲ្យឆ្លោះគ្នាតាមពិតដីអីហ្នឹងគឺប្លង់កម្មសិទ្ធិមានរៀងខ្លួនទេប៉ុន្តែអាព្រំប្រទល់ហ្នឹងបើសិនជាធ្វើលបង
អាចនឹងមានការយល់ថ្នាំងថ្នាក់គ្នាថាអាចចូលដីអ្នកនេះបន្តិចឬក៏មិនសមរម្យឬក៏ឆ្លោះគ្នាអញ្ចឹងមិនចង់ឲ្យឆ្លោះគ្នាមានលិខិតមួយដាក់និយាយថាអ្នកភូមិម្ចាស់ផ្ទះកនិងម្ចាស់ផ្ទះខហ្នឹងគឺព្រមព្រៀងគ្នាដូចតទៅបើយើងចាប់ផ្ដើមធ្វើរបងគឺយើងត្រូវសួរគ្នាណាកុំឲ្យយើងឆ្លោះគ្នាដីយើងមានកម្មសិទ្ធិមែនហើយដូចរៀងខ្លួនមែនហើយប៉ុន្តែអាលបងហ្នឹងតែធ្វើទៅយើងអាចចិត្តថាអ្នកនេះថាធ្វើទៅចូលដីអ្នកនោះចូលដីអ្នកនេះអញ្ចឹងដើម្បីឲ្យយើងមូលមាត់គ្នាកុំឲ្យឆ្លោះគ្នាយើងមាន MOU មួយទៅយើងសួរគ្នាបន្តិចម្ដកម្នាក់ទៅណាបើត្រូវធ្វើឬក៏មិនធ្វើលបងឬក៏ទុកចំហចោលអីចឹងទៅប៉ុន្តែមិនមែនបានន័យថា MOU នឹងជាប្លង់កម្មសិទ្ធិនៃផ្ទះនឹងដីនឹងទេមានក៏បានមិនមានក៏បានដែរមានគ្រាន់តែប្រាប់ថាបើពីរអ្នកនឹងចង់ធ្វើលបងគឺឲ្យសួរគ្នាបើអត់សួរគ្នាទេគឺវាអាចឆ្លោះគ្នាអញ្ចឹងបើសិនជាម្ចាស់ផ្ទះមួយនោះសុកចិត្តធ្វើលបងដោយអត់សួរបានន័យថាបំពេញ MOU នៃកិច្ចព្រមព្រៀងនៃការយោគយល់គ្នានឹងហើយតែសួរតើពេលដែលរំលោភបែបហ្នឹងវាយ៉ាងម៉េចប្លង់ដីកម្មសិទ្ធិហ្នឹងវាបានទៅអ្នកណាដាច់មកអត់ទេវាមានប្លង់រៀងខ្លួនទៅហើយតាគ្រាន់តែអាកន្លែងតំបន់ដែលមានបន្ទិលហើយវាជាប់គ្នាពេកដែលអាចមានទំនាស់ហ្នឹងគឺសូមឲ្យមានការយោគយល់គ្នាអញ្ចឹងទៅដើម្បីសម្រួលតែលុបក៏លុបទៅបើសិនជាម្នាក់ទៀតថាទេមិនចាំបាច់ MOU លុបទៅមានបញ្ហាអីព្រោះវាជាមិនមែនលិខិតកតិយុត្តច្បាប់ចងកាតព្វកិច្ចអីទេវាគ្រាន់តែកិច្ចសន្យាមូលមាត់គ្នាដើម្បីបន្ថែមទៅលើអ្វីជាប្លង់កម្មសិទ្ធិមានរៀងខ្លួនហ្នឹងកុំឲ្យឆ្លោះគ្នាតាយើងសម្រួលគ្នាបើអ្នកភូមិគេអត់មាន MOU ទេអ្នកភូមិជាប់លបងគ្នា MOU របស់គាត់គឺការនិយាយគ្នាអ្នកអើយណែឲ្យវាចង់ធ្វើលបងណែនៅលើអាព្រំបតុលនេះបន្តិចណាប្រហែលជាយ៉ាងម៉េចដែរយល់យ៉ាងម៉េចដែរខាងនោះគេថាអូយធ្វើទៅអ្នកអើយមិនអីទេធ្វើឲ្យសំរុំអញ្ចឹងទៅខ្ញុំក៏មិនជាយល់ទាស់អីដែរព្រោះដីយើងវាមានកម្មសិទ្ធិរៀងខ្លួនហើយផ្លូវហ្នឹងយើងប្រើរួមគ្នាអញ្ចឹងអីដែរទេអាផ្លូវអញ្ចឹងតែអាហ្នឹងក៏ជា MOU ដែរបងប្អូនគ្រាន់តែជាការផ្ទាល់មាត់ប៉ុន្តែសួរថាផ្ទាល់មាត់ហ្នឹងយកទៅជាភស្តុតាងនៅក្នុងតុលាការអីដើម្បីយកមកដោះស្រាយអត់មានប្រយោជន៍ទេអា MOU នេះវាគ្រាន់តែព្រមគ្នាផ្ទាល់មាត់តែដល់ពេលវាស់វែងបច្ចេកទេសជាក់ស្ដែងទៅវាមិនមែនអញ្ចឹងគឺទៅបានទៅលើប្លង់កម្មសិទ្ធិជាក់ស្ដែងរបស់គេនោះទេគ្រាន់តែថាកន្លែងខ្លះវាមានវិវាទអីអញ្ចឹងតើតែមានយោគយល់គ្នាអញ្ចឹងអ្នកអើយឧទាហរណ៍ MOU ហ្នឹងក៏មានដូចផ្ទះមានដាំដើមឈើហើយធ្លាក់មែកចូលដីគេបងប្អូនសាកមើលឲ្យយើងដាំដើមឈើនៅផ្ទះយើងឲ្យតែធ្លាក់ចូលដីគេនៅផ្ទះខាងនោះហើយដល់ពេលហើយតើយើងមាន MOU ផ្ទាល់មាត់ហ្នឹងការគេហៅការកិច្ចព្រមព្រៀងនៃការយោគយល់គ្នារវាងដើមឈើម្ដងអ្នកផ្ទះពីរអ្នកហ្នឹងរឿងដើមឈើម្ដងយើងអាចនិយាយថាអ្នកដើមឈើខ្ញុំមានមែកសាខាធ្លាក់ចូលផ្ទះណែឯងច្រើនណាស់សុំទោសផងហើយព្រោះខ្ញុំខ្ជិលកាប់វាហើយបើសិនជាធ្លាក់ទៅផ្ទះណែឯងផ្លែអីហ្នឹងហូបទៅបេះហូបទៅមិនបាច់សួរខ្ញុំទេព្រោះអីបើកាប់ចោលទៅវានាំតាខាតនាំតាប្របាក់អីទេហើយណាមួយចូលទៅផ្ទះណែឯងបើសិនជាមិនប្របាក់នឹងបោសស្លឹកបោសអីវាឬក៏មិននឿយនៅក្នុងការចូលទៅក្នុងហ្នឹងទេអ្នកយកបេះផ្លែវាហូបទៅខ្ញុំអត់អីទេហើយបើអ្នកឲ្យកាប់តម្រឹមស្លឹកហ្នឹងក៏បានដែរដូច្នេះអាហ្នឹងវាជាកិច្ចព្រមព្រៀងនៃការយោគយល់គ្នារវាងផ្ទះជិតខាងដោយផ្ទាល់មាត់ឯងមិនអញ្ចឹងហើយដល់អញ្ចឹងផ្លែធ្លាក់ទៅខាងហ្នឹងចាទទួលទានទៅប៉ុន្តែនៅពេលដែលមានរឿងអីមួយស្រាប់តែអាដើមឈើនឹងវារលំបាក់ទៅសកត់ផ្ទះគេហើយទៅខាងគេប្តឹងយើងអាហ្នឹងយើងអត់អាចមកយក MOU នឹងបានទេណា MOU នឹងរលាយដោយឯងព្រោះអីនៅពេលដែលផ្ទះរលំទៅកិនផ្ទះទ្រព្យសម្បត្តិគេឯណោះគឺគេមើលមកថាមកពីយើងដាំដើមឈើហ្នឹងវាខ្ពស់ពេកអីអញ្ចឹងទៅរលើងរឹសទៅគៀកលបងគេពេកអញ្ចឹងគេអាចប្តឹងយើងពីរឿងដាំដើមឈើគៀកលបងអានោះគឺជារឿងព្រហ្មទណ្ឌអីមួយផ្សេងទៀតអា MOU ហ្នឹងគឺរលាយខ្សលហើយគេអត់អាចថាគាត់ប្រាប់ថាខ្ញុំដាំហ្នឹងបានក៏អត់អីដែរខ្ញុំអាចឆ្កាស្លឹកអីបានដែរខ្ញុំឲ្យគាត់ថាតម្រឹមស្លឹកក៏បានមិនតម្រឹមក៏បានប៉ុន្តែអាហ្នឹងវាគ្រាន់តែកិច្ចព្រមព្រៀងគ្នាផ្ទាល់មាត់ដើម្បីឲ្យយើងរស់នៅជាភូមិផងលបងជាមួយគ្នាកុំទាស់សម្ដីគ្នាទេតែលក្ខណៈបច្ចេកទេសវាស់វែងបទអក្រិតអីហ្នឹងគឺជារឿងអាជ្ញាធរមូលដ្ឋានដោះស្រាយដូចគ្នានឹង MOU ឆ្នាំ2000អញ្ចឹងបងប្អូនវាគ្មានកាតព្វកិច្ចកតិយុត្តអីណាទៅចងកាតព្វកិច្ចយើងខ្លាំងសម្បើមទេគ្រាន់តែថារឿងព្រំដែនខ្មែរថៃនេះ
ដោយសារ MOU នោះវាលើសពីការដាំដើមឈើជិតផ្ទះគ្នាដែលមេឃសាខាទៅហ្នឹងគឺដោយសារអីវាមានតំបន់ចំនួនដែលអាចមានដល់ប្រដាប់អាវុធទៀតផងដូច្នេះហើយបានជាគេចងមានគណៈកម្មការអីច្រើនលើមើលទៅដូចជាស្មុគស្មាញច្រើនប៉ុន្តែបើស្ដាប់ទៅគឺដូចតែ MOU ដាំដើមឈើជាប់លបងផ្ទះគ្នានឹងអញ្ចឹងដែរទេអត់មានអីពិបាកលុបឯហើយលុបចោលទៅអត់មានបញ្ហាអីទេសំខាន់បំផុតគឺរឿងយើងថាតើយើងមានគោលការណ៍យន្តការដោះស្រាយជាក់ស្ដែងនៅក្នុងដីយើងតែប៉ុណ្ណាតែប៉ុណ្្នឹងទេព្រោះអីតែពេលគេត្រូវការដោះស្រាយគេត្រូវការយកផែនទីខ្នាតលើ1-200,000ដែលខ្មែរដាក់នៅបារាំងសៀមសន្ធិសញ្ញាបារាំងសៀមថៃបើគេប្រើឯកតោភាគី1លើ50,000គេប្រើប៉ុន្តែថៃអត់មានអំណាងដើម្បីយកផែនទីខ្នាតលើ1-200,000ដែលគូដែលខ្លួនឯងយកមកអនុវត្តព្រំដែនបានទេខ្មែរមានប្រៀបជាងនៅក្នុងន័យហ្នឹងព្រោះខ្មែរមានសន្ធិសញ្ញាបារាំងសៀមអញ្ចឹងហើយបានជាខ្ញុំថាមានរឿងអីជាមួយថៃគឺយើងប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិព្រោះតុលាការយុត្តិធម៌អន្តរជាតិគឺជាយន្តការតែមួយគត់នៅក្នុងការដោះស្រាយបញ្ហាវិវាទព្រំដែនព្រំសីមាទាំងទឹកទាំងគោករវាងថៃនិងខ្មែរដោយសារតុលាការនេះមានយុត្តាធិការលើដែនសមត្ថកិច្ចប្រទេសថៃនិងប្រទេសខ្មែរហើយដោយសារតុលាការនេះគឺជាតុលាការអន្តរជាតិដែលមើលការខុសត្រូវសន្ធិសញ្ញាបារាំងសៀមឆ្នាំ1904និង1907 MOU នេះដូចគ្នាលុបពេលណាក៏បានដែរបងប្អូនអ្នកច្បាប់ណាថា MOU នឹងលុបមិនបានអានឹងគឺជាការយល់ឃើញរបស់បងប្អូនទេប៉ុន្តែ MOU គ្រាន់តែជាលិខិតពិធីសារមួយនៃកិច្ចព្រមព្រៀងគ្នាបណ្ដោះអាសន្នតែប៉ុណ្ណឹងឯងមិនមែនជាសន្ធិសញ្ញាទេលើកលែងតែមានខអីចែងមកថាឥឡូវ MOU ហ្នឹងណាវាត្រូវតែមានខមួយចែងថាត្រូវអនុវត្តឲ្យដូចសន្ធិសញ្ញាឲ្យភាគីទាំងពីរយល់ព្រមអីទៀតប៉ុន្តែបើសិនជាសន្ធិសញ្ញាហេតុអីបានប្រើ MOU យើងធ្វើវាទៅជាសន្ធិសញ្ញាទៅហេតុអីឲ្យមានពំតណោតដូច្នេះអាហ្នឹងរឿងអញ្ចឹងបងប្អូនតែយ៉ាងណាថៃគេចម្រងចម្រាស់គ្នាអត់យល់ MOU ខ្មែរយើងក៏តែមិនយល់ MOU នឹងដូចតែគ្នាដែរយើងតាមតែគ្នាហ្នឹងតែគេថាលុបគេថាទុកចឹងដូចគ្នាដែរណាហើយខ្ញុំមិនបន្ទោសទេបងប្អូនអ្វីទាំងអស់នេះគឺអាស្រ័យទៅលើការសិក្សាស្រាវជ្រាវហើយនឹងការដែលបញ្ញវន្តបណ្ឌិតកវីរបស់យើងឯករាជ្យពន្យល់បើមានតែអ្នកណាគ្រប់គ្រងរដ្ឋាភិបាលពន្យល់គឺកាន់ជើងតែរដ្ឋាភិបាលបណ្ឌិតកវីបញ្ញវន្តអីហ្នឹងក៏ពលឹងពលះកតិបញ្ញាសម្បញ្ញៈបញ្ញាញាណវិចារណញាណរបស់គាត់ហ្នឹងគេដកហូតអស់បាត់ទៅកាន់តែជើងរដ្ឋាភិបាលអញ្ចឹងទៅស្ដាប់ទៅហូរទៅតែរឿងការពារហ្នឹងអត់និយាយការពិតអញ្ចឹងទៅដូច្នេះអត់មានយើងទាល់តែមានស្ថាប័នឯករាជ្យមួយអព្យាក្រឹតហើយមិនចំណោះឲ្យខាងណាឲ្យមកបញ្យលអាហ្នឹងបានយើងថ្លឹងថ្លែងទៅអាចទទួលយកបានបើអត់ទេយើងអាភ័ព្វទៀតហើយទៅបកស្រាយតាមតែរៀងខ្លួនអញ្ចឹងទៅអ្នកណាគេថាសអ្នកណាទៅខាងខ្មៅណាថាគោណាថាកបីហើយបងប្អូនប្រជាពលរដ្ឋហ្នឹងវល់រកទិសតំបន់គ្មានបាទយើងអាភ័ព្វបងប្អូនអាភ័ព្វដោយសារយើងគ្មានស្ថាប័នឯករាជ្យតែប៉ុណ្្នឹងឯងតែយ៉ាងណាអានេះគឺចប់រឿង MOU ហើយចុងក្រោយនេះគឺតកតងនឹងញត្តិរបស់សមាគមគ្រូបង្រៀនងាប់ហើយវែងឆ្ងាយមែនតើហើយបងអែមលៀងមាត់ខ្ញុំជាង1ម៉ោងហើយបងប្អូនសូមអធិស្ឋានដោយសាររឿងវាវែងអញ្ចឹងញត្តិរបស់សមាគមគ្រូបង្រៀននេះគឺឃើញពួកគាត់បានរៀបចំពិធីគោរពគេថាប្រពខួបទិវាគ្រូបង្រៀនថ្ងៃទី5នេះនៅស្នាក់ការរបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យហ្នឹងឃើញមានលោករងឈុនចូលរួមជាប្រចាំឆ្នាំលោករងជុនគាត់ចូលរួមជាប្រចាំអញ្ចឹងទេព្រោះគាត់ជាធ្លាប់ជាអតីតស្ថាបនិកនៃសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជាហ្នឹងកម្ពុជាឯករាជ្យហ្នឹងលោកគាត់ទៅចូលរួមនៅក្នុងកិច្ចការហ្នឹងហើយឃើញកាន់ញត្តិកាន់អីយកទៅជូនសមត្ថកិច្ចមូលដ្ឋានអីសំណូមពរសំណើរបស់ខាងសមាគមគ្រូបង្រៀនហ្នឹងគឺចង់បានប្រាក់ខែគ្រូបង្រៀនហ្នឹងឲ្យបានយ៉ាងហោចណាស់ក៏1/4នៃតំណាងរាស្ត្រដែរអ្នកស្រីអុកឆាយាវីអះអាងថាតំណាងរាស្ត្រខ្មែរបានប្រហែល$5,000អញ្ចឹងបើ1/4យ៉ាងហោចណាស់ក៏បាន1250អីដែរគ្រូបង្រៀនហើយទី2គឺសូមឲ្យគោរពសិទ្ធិសម្រេចរបស់សមាគមគ្រូបង្រៀនកុំរើសអើងនៅក្នុងកន្លែងការងារនឹងទី3តកតនឹងរឿងបំណុលធនាគាររបស់ប្រជាពលរដ្ឋគ្រប់រូបខ្ញុំថាចំណុចទី3នេះគឺមិនមែនជាសមត្ថកិច្ចរបស់សមាគមគ្រូបង្រៀនទេដឹងព្រោះអីសមាគមគ្រូបង្រៀនមិនអាចទៅប្រកោកប្រកាសឲ្យប្រជាពលរដ្ឋឲ្យអាជ្ញាធរបទូបថយការដោះបំណុលឬក៏មិនយកការប្រាក់ឬក៏ស្អីតកតងនឹងរឿងចំនួនព្រំដែនកម្ពុជាថៃឬបញ្ហាសេដ្ឋកិច្ចប៉ុន្តែបើសិនដាក់ថាឲ្យ
អាជ្ញាធរនឹងជួយសម្រាលបន្ទុកគ្រូបង្រៀនដែលជាប់បំណុលធនាគារអានឹងដូចជាមានន័យដូចជាពាក់ព័ន្ធជាងហើយចំណុចពីរទៀតដែលមិនពាក់ព័ន្ធនឹងសមាគមគ្រូបង្រៀនសោះហ្នឹងគឺការអំពាវនាវឲ្យថៃកុំឈ្លានពានទឹកដីកម្ពុជាហើយនឹងមួយទៀតសូមឲ្យដោះលែងយុទ្ធជនខ្មែរទាំង18នាក់ខ្ញុំជឿថាចំណុច3ដែលសមាគមគ្រូបង្រៀនលើកឡើងហាក់បីដូចជាមិនស្របទៅនិយាយមិនថាមិនស្របទេហាក់បីដូចជាចាក់ប្រធានបទបន្តិចហ្នឹងហើយខ្ញុំមិនរិះគន់ទេព្រោះអីសមាគមគ្រូបង្រៀនក៏ខំប្រឹងប្រែងខ្លាំងណាស់ខ្ញុំគ្រាន់តែនិយាយថាទាំង3នេះគឺមិនពាក់ព័ន្ធនឹងអ្វីដែលជាទិវាគ្រូបង្រៀនទេប៉ុន្តែខ្ញុំយល់ថាអាចជាស្ថានភាពលំបាកដែលជួនកាលសុំសិទ្ធិក្នុងការដូចថាធ្វើប្រពៃពិធីអីលក្ខហ្នឹងគឺត្រើមតែលំបាកអាជ្ញាធររករឿងធ្វើទុកបុកម្នេញអីពិបាកធ្វើអីចឹងទៅបន្ថែមអំពីការស្អប់ខ្ពើមឬក៏ថ្កោលទោសថៃក្នុងការឈ្លានពានបន្តិចទៅសូមឲ្យដោះលែងទាហានទាំង18នាក់ហ្នឹងផងទៅហើយរឿងសម្រួលបំណុលអីធនាគារអីហ្នឹងស្របតាមអ្វីដែលរដ្ឋាភិបាលកំពុងចង់បានទៅប្រហែលជាអាចលួងចិត្តអាជ្ញាធរថាមានចំណុចតាក់ទងនឹងរឿងអ្វីដែលរដ្ឋាភិបាលចង់បានច្រើនដែរដូច្នេះបើអត់ឲ្យធ្វើអាពិធីហ្នឹងវាដូចថារលេះទប់មិនឲ្យធ្វើមិនកើតវាអាចជាអញ្ចឹងក៏មិនដឹងតែយ៉ាងណាបងប្អូននេះគឺជាសិទ្ធិសម្រេចរបស់សមាគមគ្រូបង្រៀនឯករាជ្យកម្ពុជាទេពួកគាត់ខំប្រឹងប្រែងធ្វើការខ្លាំងណាស់ដោយសារតែគាត់ហ្នឹងហើយបានជាគ្រូបង្រៀនមានសិទ្ធិសេរីភាពក៏គ្រាន់បើប្រាក់បៀវត្សអីហ្នឹងក៏មានការកើនជាកម្រិតដែរហើយក៏កោតសរសើរលោករងឈុនដែរដែលខំប្រឹងប្រែងខ្លាំងណាស់មួយជីវិតរបស់លោកនេះគឺបដូរផ្ដាច់ដើម្បីគ្រូបង្រៀនដើម្បីសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋកម្ពុជាហើយសង្ឃឹមថាអាជ្ញាធរនឹងឈប់ធ្វើទុកបុកម្នេញទម្លាក់ចោលបទចោលទាំងអស់ប្រកាន់លើរូបលោកដើម្បីឲ្យលោកអាចចូលរួមជាសមាជិកនយោបាយមួយរូបនៅក្នុងការតំណាងឲ្យសម្លេងប្រជាពលរដ្ឋជាច្រើននៅប្រទេសកម្ពុជាដែលមានភាពក្លាហានក៏តវ៉ាសិទ្ធិកម្មករសិទ្ធិអីហ្នឹងគឺបើសិនជាលោករនឈុនជានាយករដ្ឋមន្ត្រីកម្ពុជាច្បាស់ជាមានភ័ព្វវាសនាមែនតើហើយព្រោះអីលោកធ្វើកិច្ចការដោះស្រាយបញ្ហាស្ទើរតែគ្រប់វិស័យដែរតែក្នុងន័យនេះគឺថាបើគេអនុញ្ញាតឲ្យលោកប្រកួតប្រជែងនៅក្នុងនាមស្មារភាពគ្នាកុំធ្វើទុកបុកម្នេញហើយកម្ពុជាអ្នកដែលពេញចិត្តលោកច្បាស់ជាមានសំណាងប៉ុន្តែបើសិនជាប្រព័ន្ធបោះឆ្នោតមិនមានភាពសេរីត្រឹមត្រូវនឹងយុត្តិធម៌ទេប្រជាពលរដ្ឋកម្ពុជាក៏អត់មានសំណាងនឹងបានថ្នាក់ដឹកនាំរបៀបលោករងឈុនមកដឹកនាំដែរបាទតែយ៉ាងណាបងប្អូននេះគឺបង្អែមលៀងមាត់របស់ខ្ញុំ/ត្រឹមប៉ុណ្ណាជួបគ្នានៅយប់ថ្ងៃស្អែកទៀតតាមពេលវេលានឹងម៉ោងប្រហែលគ្នាដដែលមិនហ៊ានសន្យាថាត្រូវតែម៉ោងប៉ុណ្ណឹងទេព្រោះអីដូចខ្ញុំជម្រាបចឹងបង្អែមលៀងថ្នោតបង្អែមលៀងថ្នោតបង្អែមលៀងមាត់របស់ខ្ញុំពេលខ្លះនឹងអាមេឃរលឹមស្រេចផងអាធ្យូងនឹងក៏វាទៅទឹកផងអាអុសនឹងក៏សើមទៅអង្គុយបក់ផ្លុំទៅវាឈួលចូលភ្នែកផងវាយូរយឺតពេលហើយណាមួយម្នាក់ឯងណាទៅរកស្លឹកចេកណាទៅរកស្ករត្នោតណាទៅរកអំបិលណាទៅរកអូយច្រើនមុខណាស់យើងវាច្រើនប៉ុន្តែមិននឿយណាយនៅក្នុងការដែលបំរើបងប្អូនបង្អែមលៀងមាត់ជារៀងរាល់ថ្ងៃទេគ្រាន់តែថានេះគឺជាអ្វីដែលនៅពីក្រោយឆាកបាទគឺម្នាក់ឯងសុទ្ធសាធកាលនៅអាស៊ីសេរីគ្នា60នាក់ធ្វើព័ត៌មានមួយថ្ងៃតែ2ម៉ោងទេ1ម៉ោងព្រឹក1ម៉ោងល្ងាចឥឡូវមួងណារ៉េតម្នាក់ឯងសុទ្ធសាធធ្វើព័ត៌មាន2ម៉ោងតតែស្លាប់ម្ដងឥឡូវផ្អាក1ម៉ោងមកផ្ទះថ្នោតធំមកធ្វើតែពេលយប់តែគ្រាន់តែជម្រាបជូនបងប្អូនថាកម្លាំងប្រលាំង100%បន្តិចទៀតថែមមកផ្ទះថ្នោតទៀតដែរគឺថាអត់រៀងទេបាទអញ្ចឹងប៉ុណ្្នឹងសិនបងប្អូនអរគុណច្រើនជម្រាបលាបាទ